ស្រីនាងនេះណាគេរៀបការជាមួយមនុស្សចម្លែកដូចជាលោកនោះគេនឹងសើមួយជីវិតហើយនាងម៉ាមីខ្ញុំរកឃើញម៉ាមីឃើញហើយនេះគឺជាកម្មគោលតែកាសរបស់ម៉ាក់ហើយម៉ាមីត្រូវតែខិតខំប្រឹងប្រែងនឹងប្អូនស្រីមកស្អុយរបស់ប៉ានោះប្រកាសចិត្តធ្វើឲ្យអ្នកមកក្មេងរត់បាត់ទៀតហើយអ្នកតែនោះគឺជារបស់អូនឯងពេលឲ្យក្រសីប៉ោះក្មេងមកតាគេគូតែជាគូណារបស់ខ្ញុំហើយនាងណែនាំខ្លួនទៅខ្ញុំឈ្មោះវិនយិនឆ្នាំនេះអាយុ27ឆ្នាំគ្មានឡើងគ្មានផ្ទះទេមានកូនស្រីម្នាក់អាយុ7ឆ្នាំគ្មានប្រវត្តិមិនល្អអីទេមានសុខភាពល្អដែរមានកូនស្រីម្នាក់គាត់និយាយថាខ្លួនមានបទពិសោធន៍មើលក្មេង5ឆ្នាំវិស័យការងារដូចពួកនាងនេះអ្នកណាក៏អាចចូលបានដែរលោកយកល្អទៅណាទេលោករត់យ៉ាងនេះលោកគិតថាខ្លួនឯងគឺជានាយកអីខ្ញុំអីទេមនុស្សចម្លែកដូចជាលោកអញ្ចឹងនោះសាមកឲ្យតែនៅលាវមួយជីវិតនោះខ្ញុំនឹងប្រឹងគេក្រុមហ៊ុននោះម្ដងនេះពួកគេណែនាំមនុស្សស្រីអីមកម៉ាមីមកទេក៏ពិតជាមិនចូលចិត្តលោកពោដែលមកកូននោះទេមកកូនខ្ញុំចូលចិត្តម៉ាក់ម្នាក់នេះខ្ញុំនឹងឲ្យពួកគាត់រៀបការឲ្យបានយ៉ាស្រីនាងនេះណាគេរៀបការជាមួយមនុស្សចម្លែកដូចជាលោកនោះគេនឹងសើមួយជីវិតហើយនាងម៉ាមីខ្ញុំរកឃើញម៉ាមីឃើញហើយម៉ាមីខ្ញុំរកឃើញម៉ាមីឃើញហើយលូស៊ីឈិនកូនមកនេះភ្លាមកូនមកទីនេះធ្វើអីប៉ាខ្ញុំមិនដឹងថាខ្ញុំអាចរកបានយូរប៉ុណ្ណាទេខ្ញុំចង់បានម៉ាក់ម្នាក់មកកណ្ដោខ្ញុំដើម្បីចុងក្រោយប៉ាអាចបំពេញបំណងខ្ញុំបានទេប៉ាអាចឲ្យគាត់ធ្វើជាម៉ាមីរបស់ខ្ញុំបានដែរទេតែមកតែអាយុប្រហែលនឹងមូនេះគ្មានប៉ាទេអ្នកនៅសាលាត្រូវគេធ្វើអបរហូនហើយនេះបានជាខ្ញុំមើលកូននោះចំណែកឯក្មេងម្នាក់នេះគ្មានម៉ាក់ទេគេមកតែបជាគួរអាណិតជាងនេះទៅទៀតស៊ីឈិនកូនសម្លាញ់ពីពេលនេះតទៅខ្ញុំជាម៉ាក់ឯងហើយខ្ញុំនឹងកំដៅឯងឲ្យបានល្អណាស់ខ្ញុំអត់ចេះទេប៉ាក៏ហាក់ខ្ញុំច្រើនដងហើយលោកត្រូវតែអ្នកទាំងពីរចុយតាសវជាមួយគ្នាសិនទេតាឆាប់ទេតាចុយតាស៊ីវិលចុយតាស៊ីវិលហ៎ខ្ញុំគ្រាន់តែចង់រកខ្ញុំនឹងថាលោកចាំបានមនុស្សស្អាតហើយនៅលាវប៉ុន្តែកូនលោកគេទៅជាយ៉ាងនេះទៅហើយលោកនៅសំខាន់ជាបំណងកូនលោកទៀតទេប៉ាតាឆាប់ទេអាយ៉ាមិនបានជាគេមិនទាន់មកទៀតអញ្ចឹងនាងគឺមកមើលគូហ៎សំទុកផងខ្ញុំមកសម្ភាសជាមួយផ្ទះទីខ្ញុំមកខកតុកហើយអសាតាប៉ាម៉ាមីបានជួយអីតាស៊ីវិលជាមួយគ្នាលូស៊ីឈិនកូនបានឈឺកូនក៏ហាក់ប៉ាចាំមើលប៉ានឹងចាត់ការកូនយ៉ាងម៉េចស៊ីឈិនគេមិនបានឈឺនោះមិនជារឿងល្អទេយ៉ាងគាត់តែសប្បាយចិត្តលោកតែគេធ្វើអីកូនឆាប់មកនេះភ្លាមលូស៊ីឈិនមង្គលការនេះប៉ាអាចកាប់បានតែវិនយិនម្នាក់នោះប៉ាត្រូវតែធ្វើតែជាមុនសិនចុះបើនាងជាមនុស្សស្រីមុខលុយនោះចាំទុកណាមិនអាចបែកធ្វើសមាសភាពប៉ាបានទេថ្ងៃក្រោយប៉ាគឺជាឈិនជាចៅមិនមែនឈិនឈៀងចៅទេប៉ាពិតជាច្រើនមែនម៉ាមីនេះពិតជាល្អណាស់វិញក៏ដល់ក្រឹកបានដែរចាំហើយណាចាំបានហើយម៉ាមីតើបងប្រុសគាត់មានរឿងអីទេបងប្រុសនៅគ្មានរឿងអីទេកូនម៉ាមីបើសិនជាម៉ាមីបានរៀបការជាមួយប៉ាតាហើយអញ្ចឹងម៉ាមីក៏តែរត់ទៅនៅជាមួយពួកយ៉ាងតែម្ដងទេលូជាឈិនកូនភ្លេចអីដែលប៉ានិយាយជាមួយកូននេះហើយលោកនៅមិនអត់គ្នានោះលោកជាមួយស៊ឺឈិនឬមិននៅផ្ទះខ្ញុំទេមិនណាគេរត់ទៅនៅខាងស្រីទេនេះមិនដឹងថាប៉ាក៏ចូលខាងស្រីតាហើយគូទៅផ្ទះខ្ញុំមែនទេតែផ្ទះខ្ញុំរៀងរញ៉េរញ៉ាំតិចចាំខ្ញុំទេឲ្យគេរៀបចំសិនឆាប់ផ្ញើទីតាំងផ្ទះចាស់តូចយើងនោះនេះគឺជាផ្ទះខ្ញុំហើយវាតូចហើយចាំតិចមែនតែអីក៏មានដែរនេះជាផ្ទះនៅចិត្តស្លាប់នេះមិនងាយរកបានទេលោកបាជាមកនៅទីនេះទៅវិញនេះជាផ្ទះនៅចិត្តស្លាប់នេះមិនងាយរកបានទេលោកបាជាមកនៅទីនេះទៅវិញផ្ទះនៅចិត្តសាលាប្រកាសនេះគឺជាទីតាំងដែលល្អជាងគេមួយម៉ាត់ការ៉េជាង30000នាក់ហ្នឹងមិនស្មានថាលោកគឺជាអ្នកមានចង់សោះហ្នឹងពិតជាស្មានមិនដល់មែនជំនួយកាត់ចង្រៃនោះចំមែនឲ្យរកផ្ទះចាស់ឲ្យតូចបែរជាទៅរកផ្ទះនៅម្ដុំសាលាទៅវិញណាមានអីទៅនេះជាផ្ទះដែលបងប្អូនខ្ញុំទេគេនៅបរទេសចឹងហើយខ្ញុំក៏មកនៅទីនេះទៅខ្ញុំស្មានថាខ្លួនឯងកាត់ជាមួយមហាសេដ្ឋីទៅហើយខ្ញុំមិនយ៉ាងណាទេខ្ញុំមិនយ៉ាងណាជាមហាសេដ្ឋីបាទទោះបីនេះជាផ្ទះរបស់សាច់ញាតិក៏ដោយក៏ពួកយើងមិនអាចរិះគន់បានដែរលុយដែលគូឲ្យក៏បានឲ្យផ្ទះនៅម្ដុំនេះក៏មិនថោកដែរខ្ញុំអាចចាញ់ឲ្យលោកខ្លះបានអត់ត្រូវហើយប្រាក់ខែលោកមួយខែប្រហែលដែរ7000នេះប្រាក់ខែខ្ញុំតែមួយខែ3000ទេប្រាក់ខែលោកច្រើនជាងខ្ញុំដល់ទៅ2ដងឯហ្នឹងខ្ញុំនោះគឺជាលុយរដូវកាលទេមានពេលខ្លះតកែខ្ញុំនៅកាត់លុយខ្ញុំអាចយល់បានសត្វតែជាទលំបាពេលធ្វើការគេទេនៅកាត់លុយទៀតគឺពិតជាអ្នកមានកាន់តែកបរិមែនពួកយើងចូលទៅក្នុងទៅពួកយើងចូលទៅក្នុងទេលោកនាយកតាផ្ទះមួយនោះលោកពេញចិត្តដែរទេនាយកអីគឺជានាយកអីលោកគឺជានាយកអីមិនអាចទេនាងស្ដាប់ខុសហើយខ្ញុំគឺជំនួយការនាយកទេខ្ញុំការងារអីក៏ធ្វើដែរមួយរយៈនេះខ្ញុំរកផ្ទះឲ្យលោកនាយកតែខ្ញុំរកផ្ទះលោកនាយកពេញចិត្តណាស់ឡើយទេគេគឺចង់ឲ្យខ្ញុំទៅមើលថាលើកនេះនាយកពេញចិត្តឬក៏អត់មែនទេលេខាមកគឺមែនហើយគឺបាត់នេះហើយលេខាលោកគាត់ពិតជាពូកែទីចិត្តលោកនាយកខ្លាំងណាស់លេខាមកក្រែងលោកត្រូវរកអ្នកឌីហ្សាញឲ្យលោកនាយកទៀតមិនអញ្ចឹងហ៎លោកនឹងមកឆាប់ទៅទៀត
អូមិនហើយខ្ញុំនឹងទៅភ្លាមខ្ញុំទៅសិនហើយ បច្ចេស្មាមិនដាច់ថាលោកមានសមត្ថភាពយ៉ាងនេះសិនមកតែលោកចិត្តបានឡើងតំណែងឡើងប្រាក់ខែហើយ សូមឲ្យដូចមាត់នេះទៅចុះពួកយើងចូលទៅ តោះបានតតែឲ្យបានស្អាតបានសម្ភារៈក៏មានសពគ្រប់គឺពិតជាល្អមែន សាច់ញាតិខ្ញុំនោះជាមនុស្សរឿងទិញហើយអ្នកមានលុយគឺបែបហ្នឹង លោកក៏មិនរំអីថ្ងៃក្រោយខ្ញុំជាអ្នកទុកដាក់ក្នុងផ្ទះមួយជាមួយស៊ឺឈិនទុកឲ្យខ្ញុំជាអ្នកមើលថែពួកគេបានល្អនេះបងស្រីចាំបាននាំត្រារបស់លេងតាមែនហើយបងប្រាំង ខ្ញុំទៅសួរគេមួយ លោក សិន តាចាំងខ្ញុំនាំមើលសិនថាមានកន្លែងណាដែលត្រូវរៀបចំដែរទីងម៉ាមីកូនជ្រូកដាក់លុយនេះគឺពិតជាស្អាតខ្លាំងណាស់ម៉ាមីកូនជ្រូកដាក់លុយនេះគឺពិតជាស្អាតខ្លាំងណាស់ម៉ាម៉ូកូនអីទេម៉ាម៉ូមិនអីទេគ្រាន់តែកូនជ្រូកដាក់លុយនឹងគឺបានបែកបាត់ហើយនេះគឺស៊ឺឈិនមកតក្នុងកូនជ្រូកនេះមានលុយដុល្លារច្រើនយ៉ាងនេះម៉ាមីនេះមានអីអត់ចាស់ទេ កូនជុំសំលុយនេះមិនមែនជារបស់ស៊ឺឈិនទេគឺជាកូនសាច់ញាតិខ្ញុំទៅបរទេសគេផ្លេចយកទៅ តាមពិតគឺបែបនេះទេសំតផងកូនជ្រូកនោះកូនខ្ញុំមិនប្រយ័ត្នទៅធ្វើបែងចាំខ្ញុំសំពួកលោកវិញចឹងជាគ្រូសាស្ត្រតែមួយនិយាយរកសងអីតានេះគ្រាន់តែជាកូនជ្រូកដាក់លុយមួយសិនបែកទៅពួកយើងតែថ្មីមួយទៀតទេបងស្រីគេហៅថាមានសុខមួយជីវិតបងស្រីកុំខ្លាចអីការនិយាយថាកូនអ្នកក្រឆាប់ដឹងក្តីហ្នឹងស៊ឺឈិនគេដឹងក្តីយ៉ាងនេះមកតែកន្លែងគេនៅនោះលំបាកណាស់ហើយខ្ញុំគូតែទិញកូនជ្រូកសន្សំលុយមួយទៀតឲ្យគេសិនស៊ឺឈិនកូនពិតជាដឹងក្តីហ្នឹងប៉ុន្តែយ៉ាងណានេះក៏មិនជារបស់កូនដែរពួកយើងគូតែទិញថ្មីសងគេវិញទេកូនជ្រូកសន្សំលុយនោះគេ គួរតែសងទោះជាសាច់ញាតិនឹងគ្នាតែយ៉ាងណាក៏មិនសមដែរ ពេលនេះពិតជាសមនេះអញ្ចឹងខ្ញុំនឹងនាំមុំទៅទិញថ្មីមួយទៀតឲ្យគេបន្តិចទៀតពួកយើងមកវិញហើយតើឆាប់ទេតាមិនច្បាស់មិនខត់ម៉ាមីអញ្ចឹង លូស៊ឺឈិនបើសិនជាកូនហ៊ានតែធ្វើឲ្យបែកធ្លាយរឿងសមាជិកពួកយើងនោះប៉ានឹងលែងលាក់គ្នាភ្លាម ម៉ាមីខ្ញុំរកឃើញហើយម៉ាមីឆោមមកខាងនេះទេមិនបានជាមួយនេះគ្មានផ្លាប់បាត់អញ្ចឹងសួស្ដីអ្នកនាងកូនជ្រូកនេះមានតម្លៃ 5000 នេះនេះមិនជាបងស្រីយើងដែលត្រូវគេទាត់ក្បាលចេញពីផ្ទះនោះទេសូម្បីតែកូនជ្រូកយត់លុយក៏គ្មានលុយទិញដែរគ្មានអីពាក់ព័ន្ធជាមួយអ្នកទេអ្នកនាងគ្រូសាវិនប៉ុណ្ណាប៉ុណ្ណេះបើជាតែប្តីផ្ដាស់ជាមួយប្រអនាថានៅគេដឹងចេញពីគ្រូសាទៀននៅមានរឿងខ្មាស់គេទៀនកាលពីខែមុនគូកំណាត់យើងបាទទិញឲ្យយើងចំណែកដែរទេកាលណាតិចក៏ទៅនៅទីនោះទេអ្នកក៏មកសម្ដែងនៅទីនេះនោះឈប់សម្ដែងទេអ្នកសូម្បីតែរបស់ថោកជាងគេនៅទីនេះក៏គ្មានលុយទិញដែរអ្នកខ្លាចជាអ្នកលុយទៅយកទឹកតាំងពីពេលណាទេមិនបានជាចេះដឹងយ៉ាងនេះបើសិនជានាងចេះដឹងយ៉ាងនេះអញ្ចឹងលុយនេះនាងជាអ្នកចេញវិញទេយើងគឺមានលុយមែនប៉ុន្តែយើងមិនបានល្ងងទេបានអញ្ចឹងនាងមកប្រុសស្អីទៅនៅទីនេះឆាប់បកក្បាលទៅវិញទេគឺពិតជាសួយដល់គេឯងមែនអាឡូបានតែដល់ឥឡូវហើយអ្នកមីងម៉ាំងកូនជ្រូកនេះនៅយកដៃទីមកសិនជាចង់សងនោះក៏ត្រូវសងឲ្យដូចដាំដែរយ៉ាងច្រើនខ្ញុំក៏ត្រូវការងារបន្ថែមនឹងឯងត្រៀមចំឲ្យមកចាយលើក 5000 ទៅទិញកូនជ្រូកសំលុយឯងវិនយិននេះឯងតែតអ្នកមានបានឬក៏យ៉ាងម៉េចឬក៏ឯងចង់ផ្លាត់ធនាគារទេប៉ារបស់ខ្ញុំមិនមែនជាអ្នកមានអីទេប៉ារបស់ខ្ញុំគាត់សង្ហានឹងវិនយិនឯងរៀបការឲ្យឯងកូនឯងមួយទៀតបានស្លាប់តាំងពី6ឆ្នាំមុនឯងមិនអាចប្រតារអីចិនក៏ត្រៀមការជាមួយមនុស្សមានកូនបានទេឯងបែបនេះយើងពិតជាមានការបារម្ភខ្លាំងណាស់ឯងចាំមិនបានគិតបែបហ្នឹងទេចាំថ្ងៃក្រោយយើងបើឯងញ៉ាំកាហ្វេហើយចាំនិយាយប្រាប់ឯងយ៉ាងទៅសិនហើយនឹងមិនបានជាអញមកអញ្ចឹងឯងបែរជារៀបការទៅវិញហើយនេះឯងលែងចង់រកស្រីកាលពី6ឆ្នាំមុននោះហើយស្រីម្នាក់នោះបែរជាយកស៊ឺឈិនមកទុកនៅមាត់ទ្វារយើងគ្មានថ្ងៃដោះលែងនឹងនោះទេលូស៊ឺឈិនប៉ាបាននិយាយប្រមាណដងហើយថានៅក្នុងហ្គេមមិនអាចនិយាយការពិតបានទេនោះក្នុងហ្គេមទេហ្គេមនោះខ្ញុំស្គាល់ជាភូមិសម្បែងខ្ញុំគឺបានសាងសង់ផ្ទះធំនៅក្នុងនោះទៀតផងនេះម៉ាមីក៏ពិតជាងាយបើកបានមែននេះគឺប៉ាយើងទៅដេញថ្លៃមកបានជាថោបការពីសម័យឈៀងមកទុកជាកាដូរៀបការឲ្យឯងប៉ាខ្ញុំពិតជាណាប៉ានេះនេះគឺនេះគឺជាមិត្តខ្ញុំហើយជាយិនគេដឹងថាខ្ញុំរៀបការគេក៏មកអបអរទេថោបការមួយនោះពិតជាស្អាតនេះខ្ញុំដូចជាធ្លាប់បានឃើញថោបការនេះនៅណាក៏ជាថប់ការនៅសម័យឈីងមិនបានជាដល់ថប់ការនៅយ៉ាងនេះមិនត្រឹមតែស្ដែងទេគេដល់តែម្ដងស៊ឺឈិនកូននិយាយបានតែថាម៉េចនាងកុំស្ដាប់ស៊ឺឈិននិយាយផ្ដេសផ្ដាសអីកូនក្មេងគេតែដឹងអីទៅថោបែបនេះនៅហាងថោកមិនខ្វះទេបើសិនជានាងចូលចិត្តនោះចាំខ្ញុំឲ្យគេទៅទិញ8 10អីមកនោះ8 10យើងមិនចង់ឲ្យគ្រួសារយើងរលីទេ8ទៅ10អីនោះវាគ្រាន់តែ20ទីនេះក៏រលីទៅហើយឯងមកតែមករបស់ឈិនចៅនេះគឺពិតជាលំបាកមែន20
ធូបការសម័យឈិងនោះមិនត្រឹមតែតម្លៃ20ទេសំបីតែទៅដេញទិញក៏មិនបានផង ដេញតែញ៉ាំ អូគេនិយាយនោះគឺតម្រង់ជួលទិញទេនេះជាធូបការល្បីនៅហាងគេបើចង់ទិញនោះតោះតែត្រូវតម្រង់ជួលទើបទិញបានក្រែងឯងមានការមិនអញ្ចឹងហ៎មិនបានចែកមកឆាប់ទៅវិញអញ្ចឹងយើងទៅក៏បានដែរ មកតែមករបស់លោកនេះគ្រូសាគេគូតែលំបាត់ណាស់ហើយគ្រាន់តែលើ20យួនសិនក៏លីទៅហើយតែវិញលោកគូតែយករបស់ជូនគេវិញទេមិនអាចយករបស់គេហ្វ្រីបានទេ បានស្ដាប់តាមប្រពន្ធទាំងអស់ គឺពិតជាស្អាតណាស់ម៉ាមីគូតែជាមនុស្សដែលស្គាល់វត្ថុបុរាណអន់ជាងគេហើយបានប្រតែមកកំពុងនិយាយអីហ្នឹងគ្មានអីទេដើម្បីអបអរម៉ាមីរៀបការជាមួយប៉ាពួកយើងទៅញ៉ាំអីនៅហាងទេតើល្អដែរទេស្នាដៃធ្វើម្ហូបម៉ាមីឆ្ងាញ់ណាស់ពួកយើងទៅផ្សារទិញបន្លែទេចាំមកធ្វើម្ហូបឲ្យកូនញ៉ាំណាស់យ៉ាងមិនដែរម៉ាមីមិនចាំបាច់ជួយសន្សំលុយប៉ាទេគាត់គឺជាមនុស្សមានហាងអាហារចាំ500ហាងអាហារចាំ500ហាងអីអញ្ចឹងប៉ាប្រកាសជាមានលុយណាស់ហើយ លោកសុឈិនប៉ាបាននិយាយប្រមាណដងហើយថានៅក្នុងហ្គេមមិនអាចនិយាយការពិតបានទេនោះក្នុងហ្គេមទេ ហ្គេមនោះខ្ញុំស្គាល់ជាភូមិសបែងខ្ញុំគឺបានសាងសង់ផ្ទះធំនៅក្នុងនោះទៀតផងនេះម៉ាមីក៏ពិតជាងាយបើកបានមែនម៉ាមីខ្ញុំឃ្លានហើយនៅក្នុងផ្ទះគ្មានអីទេតែផ្សារទិញបន្លែយូរណាស់បងអូនស្រីប្រកាសជាឃ្លានខ្លាំងណាស់ហើយ អញ្ចឹងពួកយើងក៏ទៅញ៉ាំអីនៅខាងក្រៅទៅ ចាប់បាន នាយកលូថ្ងៃនេះជាថ្ងៃដែលលោកត្រូវពិនិត្យមើលនៅហាង ខ្ញុំដឹងហើយថាកាយខ្ញុំហៅខ្ញុំទៅបើកឡាន បានចឹងលោកទៅចឹងចាំខ្ញុំនាំពួកគេទៅញ៉ាំអី បាន មកហូបក្នុងហាងរបស់ពួកយើងទាំងអង្គបញ្ចុះតម្លៃទាំងអស់គឺ 10% 10%ឯងនៅតែមកចាំហាងដែលពេលមកត្រួតពិនិត្យដកដៃគឺពិតជាមានវាសនាមែនប៉ាក៏តែបានស្រានអីហើយទេ នាយកលូសូមស្វាគមន៍លោកមកត្រួតពិនិត្យក ូនសម្លាញ់ពួកយើងយកឈុតនេះទៅយ៉ាងម៉េចដែរយ៉ាអាម៉ាមីចាប់បានម៉ាមីពួកយើងយកឈុតនេះជួយបន្ថយខ្លាញ់និងអបអរបន្តិចហ្នឹងសុំទោសផងត្រូវតែកម្លាំងមហូបដែលល្បីទើបអាចមានការបញ្ចុះតម្លៃមហូបល្បីហ្នឹងមហូបមួយម៉ោងតម្លៃ 5000 នេះគឺពិតជាថ្លៃណាស់ច្រើនជាងប្រាក់ខែខ្ញុំទៅទៀតថ្លៃណាស់ពួកយើងគ្មានលុយទេកូនសម្លាញ់តែពួកយើងឆាប់ទៅទេចង់ទៅបានប៉ុន្តែឲ្យលុយសិនហ្មងលុយអីទេថ្លៃចាក់ទឹកឲ្យពួកនាងចាក់ទឹកមិនអស់លុយឯងម្នាក់50យន់50យន់នេះមកកណ្នេះមិនទៅផ្លាន់គេតែម្ដងចេញប្រាប់នាងបាទនាងមិនឲ្យលុយទេយើងនឹងឲ្យនាងល្អមើលមិនខានទេមីងបៃសាច់កុំធ្វើបាបម៉ាមីរបស់យើងក្មេងចង្រៃបើជាហ៊ានថាឲ្យយើងផងចាំមើលថាយើងចាត់ការអីយ៉ាងម៉េចធ្វើបាបម៉ាក់យើងជាមួយបងអូនស្រីយើងចាញ់មកជួបពួកក្រអាហារដូចជាពួកអញពិតជាសយមែនគ្មានលុយចាញ់មកស៊ីអីនៅខាងក្រៅធ្វើអីទេណាថាពួកយើងគ្មានលុយដឹងថាប៉ាយើងជានរណាដែរទេបើនិយាយទៅ20នាងស្លាប់ខាងទីយើងមិនចង់ដឹងថាប៉ាអញគឺជានរណាទេឆាប់ឲ្យលុយមកមិនចង់ទេនាងមិនអាចរកខ្លួនទេនាងក៏ធ្វើបាបគេច្បាស់ណាស់ធ្វើបាបនាងហើយយ៉ាងម៉េចមិនឲ្យលុយមែនទេនៅទីនេះមានមនុស្សស៊ីហើយមិនឲ្យលុយចាប់វាយកទៅវាយងាប់ទេឆាប់រត់ទៅឆាប់តាមទេកុំឲ្យវារត់បានឯសិនមិនបានជាលោកណាទីនេះនេះមកតែដូចជាថាការចង់មកត្រួតពិនិត្យអញ្ចឹង គឺមកត្រួតពិនិត្យមែនថ្ងៃនេះគឺខ្ញុំមកជាមួយប្រធានវងមករៀនសូត្រទេ ប៉ាផ្នែករបស់ប៉ាដូចជាមិនសូវល្អទេចាំខ្ញុំជួយផ្លុំឲ្យប៉ាទៅចាស់នេះ ប៉ាមិនអីទេផ្នែកប៉ាគ្រាន់តែមានអីចូលបន្តិចតួចលេខអីហើយ ថ្ងៃនេះបើសិនជាមិនចូលរួមលាក់បាំងជាមួយនាយកលូទេលោកជាមួយខ្ញុំគឺសុទ្ធតែចប់ហើយ សៀវលូនេះគឺនេះជាប្រពន្ធខ្ញុំជាមួយកូនខ្ញុំយើងឲ្យឱកាសឯងហ្វឹកហាត់ត្រូវតែធ្វើឲ្យបានល្អណាបាទ បានចាក់ខ្ញុំនាំកូនទៅសិនហើយនេះលោកគេត្រូវតែប្រឹងប្រែងឡើងបាយប៉ាប៉ាបាយប៉ាប៉ា បាត់ឈ្មោះនឹងចោលពេញមួយក្រុងហាងមិនឲ្យណាយកនឹងធ្វើការទៀតទេ នាយកលោកខ្ញុំខុសហើយខ្ញុំមិនដឹងថាគាត់គឺជាអ្នកស្រីលូទេសូមលោកលើកលែងឲ្យខ្ញុំផង នៅមិនឆាប់អស់វាទៅទៀត នាយកលូកុំអីនាយកលូ ធានវងលោកគួរតែយកចិត្តលើបុគ្គលិកបន្តិចទៅមិនចឹងទេណាដែលត្រូវដេញចេញពីក្រុងនោះគឺជាលោកហើយបាទទៅក្រុមហ៊ុនវិញ ម៉ាមីនាំខ្ញុំមកទីនេះធ្វើអីទេណាទីនេះគឺជាកន្លែងដែលម៉ាមីទិញស៊ុបម៉ាឡាណែនេះនេះពិតជាតំណងជាឡានស្ពតរបស់ប៉ាឆ្ងាយហ្នឹងគឺជាឡានស្ពតឯងកូននិយាយនោះគឺជាឡានស្ពតក្នុងហ្គេមឯងនៅក្នុងនោះសតែជាឡានទំនើបថ្លៃមែនប៉ុន្តែសុឈិនកូនក៏មិនអាចយករឿងទាំងនោះមកនិយាយរហូតបានទេនោះគឺជាហ្គេមនោះទេណាហើយយ៉ាម៉ាមីពិតជាឆោតហ្នឹងបានតែក៏មិនសង្ស័យដែរបងប្រាំងបងគួរតែស្ដាប់តាមម៉ាមីទេម៉ាមីខ្ញុំដឹងហើយសុឈិនពិតជាឆ្លាតណាស់ចាំម៉ាមីធ្វើស៊ុបម៉ាឡាឲ្យពួកកូនញ៉ាំល្អដែរទេស៊ុបម៉ាឡាគឺជាអីទេសុឈិននេះក៏មិនមែនមិនធ្លាប់បានហូបស៊ុបនោះទេឯង
ប៉ាគឺមិនអាចទិញរបស់ទាំងនោះឲ្យខ្ញុំញ៉ាំនោះទេប៉ាគាត់បាននិយាយថាអាហារថាប់អស់នេះប៉ាគាត់បាននិយាយថាអាហារថាប់អស់នេះមិនស័ក្តិសមខ្ញុំជាអ្នកប្រតើរបស់គ្រូសាលូនោះទេមកតើស៊ឺឈិនគេណាជាមួយឈិនចឹងគឺពិតជាលំបាកណាស់សូម្បីតែសុំម៉ាឡាក៏មិនអាចបានញ៉ាំដែរមកតើថ្ងៃក្រោយខ្ញុំត្រូវតែមើលថាគេបានល្អទៅបានចឹងចាំមកធ្វើឲ្យពួកកូនញ៉ាំនេះពួកកូនចាំមកភ្លេនបងប្រាំងសុបម៉ាឡាដែលម៉ាមីធ្វើនេះគឺពិតជាឆ្ងាញ់ជាងគេនៅក្នុងលោកនេះហើយពួកកូនកុំទៅណាប់ផ្ដេសផ្ដាន់នេះបានតែទៀតរួចហើយណាពេលនេះមកដល់ហើយក៏បាច់ជាឆ្ងាញ់ណាស់កញ្ញាមកច្រើនទេពួកកូនញ៉ាំមួយទេកុំទៅណាប់ផ្ដេសផ្ដាន់នេះប្អូនស្រីយ៉ាងម៉េចហ្នឹងម៉ាមីធ្វើសុបឆ្ងាញ់យ៉ាងនេះប៉ុន្តែបើជាគ្មានអ្នកណាមកទិញទៅវិញកុំបារម្ភអីម៉ាមីមិនស្យោបបាយម៉ាមីមានការអីកូនសម្លាញ់ខ្ញុំនាំម៉ាមីទៅកន្លែងមួយធានាថាម៉ាមីនឹងលក់ដាច់តែម្ដងសុឈិននេះគឺម៉ាមីនេះជាទីធ្លា500កន្លែងរបស់ក្រុមហ៊ុនលូស៊ឺលក់នៅទីនេះប្រកាសជាដាច់មិនខានទេម៉ាមីជឿខ្ញុំទៅណាលក់យ៉ាងម៉េចហ្នឹងមកចង្កាប់មួយយន់ឲ្យខ្ញុំពីចង្កាប់មកប្រកាសជាអានល្អិតលូស៊ឺឈិនជាអ្នកធ្វើទៀតហើយលូឈិនចឹងបងបាច់ជាមកធ្វើការនៅក្រុមហ៊ុនខ្លាំងជាងគេចំណោមក្រុមហ៊ុនទាំង500នៅក្នុងលោកទៅវិញមិនយ៉ាងអាចទៅបងមករៀនជាមួយលេខាមួយទេមកយកប័ណ្ណពិសោធន៍ក្រៃលោថ្ងៃក្រោយអាចប្រើការបានមែនហើយលោកនាយកឲ្យខ្ញុំមករៀនស៊ីវលុយបានច្រើនគេមើលទៅគឺពិតជាពូកែហើយក៏ចេះលឿនអរគុណលេខាមួយដែលបានសរសើរខ្ញុំនឹងខំរៀនសូត្រខំប្រឹងរៀនសូត្រទេថ្ងៃក្រោយនឹងមានអនាគតល្អលេខាមួយពិតជាថ្លាមធំមែនមកជាហ៊ាននិយាយអញ្ចឹងជាមួយប៉ាផងគាត់ប្រកាសជាវេទនាមិនខាននោះទេពួកយើងគឺនៅមានការទៀនពួកយើងឆាប់ទៅទេបានបានចឹងកូនទៅលេងសិនទេមករវល់សិនណាបាទម៉ាមីខ្ញុំសុំទៅបន្ទប់ទឹកមួយសិនហាក់បុគ្គលិកទាំងអស់ចុះមកក្រំភ្លាមមកទិញស៊ុបម៉ាឡារបស់ម៉ាមីខ្ញុំហ្នឹងវិនយិនពេលនេះយើងគឺជាអ្នកនាងគ្រូសាវិនតែម្នាក់គុណសូម្បីតែក្រុមហ៊ុនដែលម៉ែឯងមកកាត់មកក៏ខ្លាចជារបស់យើងពីអ្នកម៉ែកូនដែរនាងឯងត្រូវគេដេញចេញហើយតតក្បាលចោលនាងឯងនាំកូននាងឯងទៅជាមួយគ្នាទេអ្នកណាក៏បានដែរជួយខ្ញុំផងនាងឯងចេញពីគ្រូសាវិនទេក៏បានតែប៉ុណ្្នឹងចាំណាំឋានៈកូនស្រីគ្រូសាវិនយើងជាង18ឆ្នាំយើងនឹងជាន់ក្បាលនេះឲ្យងើបមិនរួញអីយ៉បងស្រីឡើងធ្លាក់ខ្លួនថាជាអ្នកលក់អីនៅតាមផ្លូវដែរហើយនឹងម៉ែក៏កន្លែងណាក៏មាននាងដែរអញ្ចឹងគឺពិតជាសយមែននៅថ្ងៃនេះយើងនឹងចូលផ្នែក design របស់ក្រុមហ៊ុន Lucy ក៏ចាត់ទុកថាបំពេញក្តីសមត្ថជំនួសនាងដែរមិនបាច់ចំណាយទេយ៉ាងណាមួយជីវិតនាងក៏ត្រឹមតែជាពួកថោកទាបទេនាងគឺជាកូនថោកទាបនោះនាងអាចខ្លាំងស្អីទេគឺពិតជាមនុស្សមិនដែលបានល្អស្អីមែនវិនយិនពេលនេះយើងទេទៅជាអ្នកនាងគ្រូសាវិនតែម្នាក់គត់នោះនាងត្រឹមតែជាអ្នកលក់អីនៅតាមផ្លូវទេបើសិនជានាងវល់យើងនោះយើងគឺអាចអាណិតនាងបានម៉ាមីគឺមិនត្រូវការនាងមកអាណិតនោះទេពួកវាទាំងពីរនោះគឺជាកូនអនាថារបស់នាងទាំងពីរនោះឯងមកមកស្អាតបានគ្រាន់តែមើលទេចិត្តដាច់ពោះងាប់ទៅហើយនាងដាច់ពោះស្លាប់ក៏ពួកយើងមិនទាន់ដាច់ពោះដែរបានទៅទៀតណានៅមានមនុស្សមកវងធំមកជួយទិញកន្លែងម៉ាមីយើងហើយនេះតើមានមនុស្សណៃណាទិញ3យើងចង់ដឹងណាមានមនុស្សមកពីណាទិញ2អាយយ៉ូអត់ឃើញមានមនុស្សស្អីនោះទេ1ថាកាយខ្ញុំយកហាត់មួយដែរមកដល់អស់ហើយអ្នកមីងនៅទីនេះមានមនុស្សច្រើនយ៉ាងនេះនេះអ្នកមីងខ្វាក់ភ្នែកមើលឯងខាងទីក៏តែមន្ទីរពេទ្យមើលភ្នែកឆ្កែអ្នកមីងឯងទេគ្មានចង្រៃឯងយ៉ាងប្រមាននាងបើសិនជានាងហ៊ានប៉ះពាល់កូនយើងនោះយើងនឹងយកជីវិតនាងមិនខានទេនាងបានចិត្តស្អីទេនាងគ្រាន់តែជាអ្នកលក់អីតាមផ្លូវទេយើងចិត្តបានការជាមួយអ្នកមានហើយក៏មិនដឹងថាគ្រូសាណាទេដែលតែល្ងងខ្វាក់ភ្នែកទៅយកមនុស្សដូចជាមីងនោះអាគ្មានរੂអញឆាប់បាត់មាត់ភ្លាមទេយើងបាននិយាយហើយកុំឲ្យប៉ះពាល់កូនយើងគ្រប់គ្នាកុំរវល់ជាមួយនាងឯងគ្រប់គ្នានាំគ្នារងជួទេចោះតែម្នាក់ម្ដងនេះវិនយិនយើងគ្មានថ្ងៃឲ្យនាងនៅបានសុខទេយើងនឹងឲ្យនាងឯងកាន់តែវេទនាជាងនេះយើងក៏កាន់តែសប្បាយចិត្តបានជាមកដល់ទៅហើយអញ្ចឹងក៏ជួយតែនាងតែម្ដងទៅនោះជាចឹងធ្វើឲ្យយើងមួយដែរមកសុំតែផឹកនេះយើងមិនលក់ឲ្យសម្រាប់ដូចជានាងទេម៉ាមីកុំនិយាយបែបហ្នឹងអីអ្នកមកគឺសត្វតែជាភ្ញៀវទេនាងក៏ជាប្អូនស្រីរបស់ម៉ាមីដែរពួកយើងក៏ធ្វើឲ្យនាងមួយឈុតធំតែម្ដងទេមួយឈុតធំទាំងអស់នេះគឺមានតម្លៃ88ម៉ឺនស៊ឺឈិនកុំតែបានរបស់ទាំងអស់នេះមកពីណាទេស៊ឺឈិនកុំតែបានរបស់ទាំងអស់នេះមកពីណាទេអាចបានមកពីណាទេបើមិនទៅលួចគេមកទេក៏ប្រកាសជារបស់ខ្លាំងៗនឹងឯងបានប្រឹងម៉ាមីនិយាយថាទៅហាក់គេគឺមិនល្អទេបើមិនអាចយកគ្រឿងសមុទ្រខ្លាំងៗរបស់គេ
ស្រីបើមិនបានបោកគេទេអញ្ចឹងយើងថាឲ្យប្រកាសជារុំក្បាលគ្នារួចហើយយើងថានាងពិតជាមិនស្គាល់អីមែនមិនអីតែចាំយើងឲ្យនាងភ្លឺភ្នែកចឹងបងកងតានីឡាននេះមួយក្បាល 100000 បងកងសងអ៊ីនឹង 2000000 ក្នុងមួយក្បាលនេះបងប្រុសនិយាយអ៊ុតគេយ៉ាងនេះតែគិតយ៉ាងមិនល្អទេគឺតែខលហាប៉ាប៉ាឲ្យមកជួយវិញល្អជាងប៉ាប៉ាបងប្រុសក៏និយាយអ៊ុតគេច្រើនពេកហើយប៉ាប៉ាឆាប់មកឥឡូវនេះមកសឺឈិនកូនកាន់តានិយាយកាន់តាមិនសមទៅហើយនឹងហើយបាត់ទាំងនេះកូនបានមកពីណាទេម៉ាមីខ្ញុំមិនបានយកមកពីណាទេខ្ញុំយកលុយចាយរបស់ខ្ញុំមកទិញវាមកទេជាលុយចាយផងវិញ10យន់ឬមួយក៏1យន់ទិញមួយកោនកូននិយាយថាម៉េចអេអូនកុំទៅស្ដាប់កូននិយាយប្រេះផ្ដាស់អី ក៏មិនដឹងថាសឺឈិនគេបានគ្រឿងសមុទ្រទាំងនេះមកពីណាទេបងមិនដឹងថាមានរឿងអីកើតឡើងទេគឺគ្រឿងសមុទ្រអស់នេះកាលពីមុនពួកយើងមានអ្នកចិត្តខាងម្នាក់ពួកយើងធ្លាប់ជួយគេរកស៊ីអាខាងគ្រឿងសមុទ្រនេះខ្លះជាអ្នកមានក៏យកមកឲ្យពួកយើងតាមពិនគឺជារបស់ស៊ីគេឲ្យហ្វ្រីសឹងវិញ្ញាណកាសតែភ្នែកញើមើលមនុស្សប្រុសនេះក៏មិនយ៉ាងម៉េចដែរបើជាយកអ្នកក្រទៅវិញបើយើងមិនមែនជាអ្នកក្រទេគាត់គឺជាម្ចាស់ក្រុមបើយើងមិនមែនជាអ្នកក្រទេគាត់គឺជាម្ចាស់ក្រុមអញចង់និយាយថាឯងជាម្ចាស់ក្រុមហ៊ុនឈិនស៊ឺនោះឯងនាយកឈិននោះឯងគេនៅក្រៅប្រទេសរាប់ឆ្នាំហើយគ្មានអ្នកណាដែលឃើញមុខគេទេអញនិយាយថាគេជាប៉ាឯងតើវាជាកាប់ពិនឬក៏ឯងតែយកសាប់ទេគេបាត់ជាកម្រមានអ្នកបានឃើញមុខមករបស់ប៉ាប៉ិតមែនក៏ប្រតិគាត់នេះរវល់ពេកហើយនៅពេលនេះមានម៉ាមីទៅហើយគាត់អាចកំដរពួកយើងឲ្យបានច្រើនហើយនឹងរឿងរបស់ពួកយើងមិនចាំបាច់នាងចេះដឹងទេយ៉ាងម៉េចឈប់សម្ដែងហើយអីពួកនាងក្ររហាមពិតជាគួរឲ្យខ្ពើមមែនបាត់មុននាងសាក់ធ្វើបាបប្រពន្ធយើងមើលទៅមកតែលោកឈិនចេញគេកំពុងតែជួយបញ្ចេញកំហឹងឲ្យខ្ញុំវិញគេពិតជាសង្ហាននេះមិនខ្លាចទេមានបងនៅហើយនរណាក៏មិនអាចធ្វើអីអូនបានលោកប្តីគេពិតជាល្អនេះយើងធ្វើបាបវាហើយយ៉ាងម៉េចយើងប្រាប់ឯងយើងចិត្តបានរៀបការជាមួយនាយកក្រុមហ៊ុនលូស៊ឺហើយដល់ពេលនោះចាំមើលថាយើងនឹងចាត់ការពួកឯងយ៉ាងម៉េចនាយកក្រុមហ៊ុនលូស៊ឺយ៉ាងម៉េចខ្លាចហើយមែនទេពេលនេះពួកឯងឆាប់លុតជង្គង់អមក្បាលសុំទោសយើងទេក្រៃលោយើងអាចលើកលែងឲ្យពួកឯងនាយកក្រុមហ៊ុនលូស៊ឺគ្មានថ្ងៃទៅការជាមួយស្រីថោកទាបដូចនេះទេមិនមែនជានាយកក្រុមហ៊ុនលូស៊ឺផងឯងមិននឹងដឹងទេលីលីនាងđãហាច់គ្រប់កន្លែងថាមិនត្រូវគឺពិតជាស្គាល់នាយកក្រុមហ៊ុនលូស៊ឺមែនគេជាមនុស្សត្រឹមត្រូវមិននឹងទៅការជាមួយស្រីចំសៀននេះទេអ្នកមានលុយគេសតែមានចរិតចម្លែងពួកយើងមិនដឹងទេកាលពីប្រហែលថ្ងៃមុនបងបានទៅក្រុមហ៊ុនលូស៊ឺជាមួយលេខាមូបងបានលឺមកថានាយកក្រុមហ៊ុនលូស៊ឺគេរៀបការរួចហើយនាងនោះគឺកុហកទេយ៉ាងម៉េចប្រឹក្សាគ្នាហើយនឹងមកឆាប់លុតជង្គង់សុំទោសយើងភ្លាមទេមិនចឹងទេយើងនឹងឲ្យពួកឯងងាប់មិនខានទេអ្នកងាប់នោះក៏ជានាងនឹងហើយគ្មានអ្នកណាអាចធ្វើឲ្យប៉ាយើងបានទេនេះប៉ារបស់ពួកយើងគឺពិតជាខ្លាំងជាងនាយកក្រុមហ៊ុនលូស៊ឺទេនេះខ្លាំងជាងនាយកក្រុមហ៊ុនលូស៊ឺអីមិននឹងអាចទេនាយកលោកគាត់ជាមេឃនៅក្រុងនេះមិនមាននរណាគេខ្លាំងជាងគេទៀតនោះទេបើសិនជានាងគ្មានអីទេក៏ទៅនៅដាំពោវិញទេក៏មករំខានពួកយើងរកស៊ីនោះមែនហ្នឹងបើនាងគ្មានលុយទិញស៊ីទេនាងក៏ឆាប់ចេញទៅក៏មករំខានម៉ាមីយើងរកស៊ីនោះមានអ្នកខ្លះហ្នឹងខ្លួនឯងគ្មានលុយទិញស៊ីទេនៅមករំខានគេទៀតពិតជាគួរឲ្យខ្ពើមមែនហ្នឹងគេជាមនុស្សស្អីទេទៅណែបាត់ទេអូយចាំបាត់ចកេងនាងថោកទីមនាងអញចាំតែមើលទេគ្រប់គ្នាកុំអាប្រញាប់អីម្ដងម្នាក់ហ្នឹងចាំបងជួយអូនប៉ានៅទីបំផុតធ្វើរឿងដែលមនុស្សគួរធ្វើឲ្យបងប្រឹងខ្ញុំគិតថាលោកប៉ាគាត់គឺជាមនុស្សល្អទីក៏គ្រាន់តែគាត់រឿងល្ងងបន្តិចគាត់មិនមែនល្ងងទេគាត់ជាកូនឈើទៅវិញទេនៅទីបំផុតគាត់មានខូខ្លះហើយតែមិនសូវឲ្យបងរវល់នោះពេលដែលនាងអៀនអញ្ចឹងពិតជាគួរឲ្យស្រឡាញ់ណាស់រាយ10,000ប៉ុនរាយ10,000ប៉ុន6,000រកតែមួយផ្លេតហ្នឹងបើជាអាចរកលុយបាន16,000ឯហ្នឹងអូនគឺពិតជាមិនគួរជឿមែនអូនរាប់ឡើង3ដងតាហើយមិនបាននៅមិនជឿអញ្ចឹងគឺអូនពិតជារំភើបពេកនោះឯងប៉ាបើសិនជាម៉ាមីអាចលក់ដាច់បែបនេះរហូតមិនដឹងថាល្អប៉ុណ្ណាទេសង្ឃឹមថាបែបនេះចឹងអូនគឺពិតជាសប្បាយចិត្តពេកគ្រាន់តែលុយ6,000សោះអូនបែរជាសប្បាយចិត្តអញ្ចឹងតាហើយគ្រាន់តែ6,000នេះបងនិយាយស្រួលអញ្ចឹងផងឯងបងនិយាយមកដូចជាអ្នកមានអញ្ចឹងរមកកំបងពិតជាមហាសេដ្ឋីនៅក្នុងក្រុងនេះទេថ្ងៃនេះមិនបាច់ធ្វើម្ហូបទេបងស្គាល់ហាងស្តេកមួយឆ្ងាញ់ណាស់ថ្ងៃនេះបងឲ្យរង្វាន់អូនទៅចុះរង្វាន់នេះនោះមិនចាយលុយទេលុយ6,000នោះទុកឲ្យថ្លៃសាលាម៉ូនិងស៊ឺឆិនទេបើទុកឲ្យពួកយើងមិនអាចឲ្យពួកគេរៀននៅសាលាឈីហាងដែលល្អជាងគេបានប៉ុន្តែពួកយើងក៏មិនអាចឲ្យគេរៀននៅសាលាអន់បានដែរពួកយើងអាចហាត់បន្តិចប៉ុន្តែរៀនកូនរៀននោះគឺត្រូវតែរៀនឲ្យបានល្អសាលាឈីហាំងមិនមែនទៅមិនបាននោះទេសាលាឈីហាំងនោះគឺជាសាលាកូនអ្នកមានលុយក៏មិនប្រកាសថាអាចរៀនបានដែរតែគេមានចំនួនកម្លាំងសាលាឈីហាំងនោះក៏ជាសាលាក្រុមហ៊ុនលូស៊ឺដែរកូនទាំងពីរនាក់នេះអាចទៅបានងាយរៀនចុះសាលារៀននោះបកគលឲ្យប៉ាជាអ្នកចាត់ការទេស៊ឺឈិនគេនិយាយត្រូវរឿងចូលរៀននោះចាំបងជាអ្នកចាត់ការបងជាមេគ្រួសាររឿងនេះបងអាចរាប់រងបានបងក៏ពិតជាអាចបញ្ជូនម៉ូជាមួយស៊ឺឈិនចុះទៅរៀននៅសាលាឈីហាំងបានមែននេះរឿងនោះគឺមិនអាចប្រាប់បានទេម៉ាមីពួកយើងទុកចិត្តទៅលើប៉ាចាស់នេះម៉ាក់គឺគ្រាន់តែមិនចង់ឲ្យប៉ារបស់កូនគេលំបាកពេកនោះទេមិនអីទេតើយើងទៅផ្ទះពួកយើងទៅផ្ទះទេកាលពីព្រេងនាងមានទន្សាយមួយក្បាលមានស្លឹកត្រចៀកពីរប៉ុន្តែភ្នែកវានោះបើជាមិនអាចមើលឃើញទៅវិញក៏មិនដឹងថាមកពីមូលហេតុអីនោះទេ
នេះគឺជាលិខិតចូលរៀននៅសាលាជីហាំងលោកប្តីបងគឺពិតជាពូកែនឹងតើបងធ្វើបានយ៉ាងម៉េចទេ ក្រែងបងកំពុងតែរកផ្ទះឲ្យលោកនាយកមិនអញ្ចឹងគាត់ពេញចិត្តជាមួយផ្ទះនោះណាអញ្ចឹងហើយគាត់ក៏ព្រមជួយបងរឿងមួយបងនិយាយថាចង់ឲ្យកូនយើងទៅរៀននៅសាលាជីហឹងចៃដន្យគាត់មានបងប្អូនស្គាល់នាយកសាលានោះអញ្ចឹងហើយគាត់ក៏ចុះឈ្មោះឲ្យកូនពួកយើងទៅរៀននៅសាលានោះហ្វ្រីទៅ គឺពិតជាល្អណាស់កូនសម្លាញ់ទាំងពីរកូនអាចចូលរៀននៅសាលាជីហាំងបានហើយ គ្រាន់តែជាលិខិតចូលរៀនមួយសោះក៏សមាជិកយ៉ាងនេះទៅហើយសាលារៀនជីហឹងជាមួយក្រុមហ៊ុនលូស៊ីថ្ងៃក្រោយមិនមែនជារបស់អូនទេ ប៉ាប៉ាគឺពិតជាពូកែនឹងម៉ាមីឲ្យរង្វាន់ប៉ាប៉ាមួយទិញបានចឹងម៉ាមីក៏សុំមហោមួយពេលធំជារង្វាន់ឲ្យប៉ាប៉ាទិញខ្ញុំក៏ថាធ្វើមហោមួយពេលធំនោះគឺពិតជាមិនគ្រប់មិនស្មោះត្រង់ទេបានចឹងសើឆិនកូនថាតែមើលធ្វើយ៉ាងម៉េចទៅមានភាពស្មោះត្រង់នោះមិនចឹងម៉ាមីក៏ថាប៉ាប៉ាមួយទិញ សឺឆិនកូនមិនគួរនិយាយពីអញ្ចឹងទេកូនចឹងល្អកុំនិយាយប្រេះផ្ដាំអញ្ចឹង ម៉ាមីខ្ញុំបានឃើញម៉ាមីគេផ្សេងគឺសិតតែថាប៉ាប៉ារបស់គេមិនបានជាអ្នកទាំងពីរមិនថាគ្នាអញ្ចឹងនេះគឺមកពីម៉ាមីមិនចូលចិត្តជាមួយប៉ាប៉ាមែនទេលោកក៏ប៉ាជាមែនទេគឺម៉ាថាមួយទេ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 ថាគ្នាមួយទេថាគ្នាមួយទេថាទេ បេះដូងខ្ញុំលូតលឿនអញ្ចឹងឬមួយក៏ខ្ញុំជាមួយវិនយី បានហើយរឿងកូនចូលរៀនបានដោះស្រាយរួចហើយមិនចាំពួកយើងទៅរកសម្ភារៈសិក្សាឲ្យមកជាមួយនឹងស៊ឺឆិនទេម៉ាមីមិនចាំបាច់ទេរបស់រៀនរបស់ខ្ញុំជាមួយប្អូនស្រីនៅផ្ទះគឺមានហើយបាច់មួយតម្លៃ 10,000 លូស៊ីឆិនប៉ាប្រាប់ប្រមាណដងហើយនេះជារបស់លោកនាយកទិញឲ្យកូនប្រកាសទេមិនអាចប៉ាបានទេកូនលោកនាយកក៏គេចូលរៀនថ្នាក់ទី1ដែរនេះគឺគាត់ទិញឲ្យកូនប្រកាសទេ ហើយចាំមកឲ្យលេងឡើងឆាប់ដាច់ចុះទេបាច់នេះថ្លៃណាស់មួយដល់តែ 10,000 បើសិនជាខូចនោះពួកយើងគ្មានលទ្ធភាពសង្កេតទេមែនហ្នឹងខ្ញុំថាលោកនាយកស្អីគេនោះត្រូវលាតតក្បាលឡើងឆ្កូតទៅហើយស៊ឺឆាន់ក៏មិនអាចនិយាយបែបនេះបានទេគេមានលុយចង់ចៃបែបណានោះក៏ជាសិទ្ធិរបស់គេដែរខ្ញុំទីមើលទេលោកនាយកនោះមិនត្រឹមតែខ្លាចបាក់មុខទេនៅចូលចិត្តនិយាយក៏ហាក់ទៀតមនុស្សបែបនោះមិនសមធ្វើជានាយកទេសំព្រះដាក់ទោសគេបន្តិចទេឲ្យគេនោះឆ្លក់ទឹកទេប៉ាមិនបាច់ជាប៉ាឆ្លក់ទឹកបែបនេះអញ្ចឹងឬមកក៏ប៉ាក៏ជានាយកនោះ មិនបាច់ជាប៉ាឆ្លក់ទឹកបែបនេះអញ្ចឹងឬមកក៏ប៉ាក៏ជានាយកនោះ មិនយ៉ាងអាចទៅកូនណៃឃើញនាយកក្រុមហ៊ុនណាទៅទិញកៅតាមផ្លូវទេប៉ាគ្រាន់តែចេញទៅក្រៅស្រេចទឹកបន្តិចទេ ក៏ប៉ាត់មែនហើយក៏ពួកនាយកទាំងអស់នោះញ៉ាំអីក៏ស្ទើររបស់ថ្លៃដែរប្រាអីក៏របស់ថ្លៃនៅនាំមនុស្សមកវងដល់តាមផ្លូវក៏ពិតជាលុយនឹង ម៉ូកូនតែដឹងរឿងនេះពីណាមក នៅក្នុងរឿងគេស្ទើរតែសម្ដែងបែបនេះបានហើយបងមកតែឲ្យបងសាំហើយបងដាក់ចេញមកចាំអូនយកទៅបោកអោ មិនអីទេបងធ្វើខ្លួនឯង ចាបានចឹងអូនរៀបចំឲ្យតាខៃហ្នឹងម៉ាភ្លុកមកទេយ៉ាងម៉េចដែរមើលតែឆ្ងាញ់ដែរទេ ស្នាដៃធ្វើម្ហូបអូនពិតជាឆ្ងាញ់មែនមើលទៅតំណងឆ្ងាញ់ណា ម្ហូបរបស់ម៉ាមីឆ្ងាញ់ជាងចុងភៅធ្វើនៅក្នុងហាងតាទៀនបើឆ្ងាញ់កូនកញ្ញាមិនបានចាទេមែនហ្នឹងមិនបានដល់ថ្នាក់ហ្នឹងទេ ស្នាដៃអូនពិតជាឆ្ងាញ់មែនឆ្ងាញ់ជាងចុង ឆ្ងាញ់ជាងអីទេ ឆ្ងាញ់ជាងចុងធ្វើលំដាប់កាយប្រាំដែលខ្ញុំញ៉ាំនោះទៅទៀតគ្មានអីទេឆាប់ញ៉ាំទៅតែជាអស់ឥឡូវហើយណាលងគេគេងអស់ហើយលំបាកអូនហើយ មិនអីទេកូនគឺសុទ្ធតែស្ដាប់របស់គាត់ទាំងអស់ បងក៏រៀបចំរួចហើយដែរពួកយើងទៅគេងទៅ អាឡូយិនរឿងក្មេងៗចូលរៀននោះរៀបចំអស់ហើយនឹងមានអីចាយើងជួយទិញដែរទេមិនចាំបាច់ទេយើងបានរៀបចំអស់ហើយបានចាំក៏ល្អហើយយើងនៅមានការទៀនស្អែកនេះយើងមិនបានជូនឯងទៅទេល្អជាមិនអត់លិនមិញអ្នកបានមកសួរនាំរឿងការចូលរៀនរបស់ម៉ូមូជាមួយស៊ឺឆិនបានរៀបចំហើយនឹង អញ្ចឹងអរគុណនឹងជំនួសបងផងថ្ងៃណាតំណេះហើយនឹងមកញ៉ាំបាយផ្ទះយើងមក គ្មានបញ្ហាទេ អញយល់ល្អគូតែមានការសំខាន់ទេនាយកលូរបស់រៀនដែលលោកឲ្យខ្ញុំទិញឲ្យអ្នកប្រុសអ្នកនាងខ្ញុំបានរៀបចំរួចឲ្យលោកឲ្យខ្ញុំយកទៅឬក៏លោកចុះមកយកខ្លួនឯងទៅយើងចុះទៅយក មានបញ្ហាអីទឹកមកបងដូចជាមិនសូវស្រួលសាញ់គ្មានអីទេបងបានឃើញគេផុសសម្ភារៈក្មេងរៀនតែ 9.9 ទេពេលនេះបងបានឲ្យគេមកយកឲ្យបងទៅយកមួយផ្លែតសិនណានាយកលូខ្ញុំរកឡើងប្រហែលហាងឯណោះទម្រាំតែបាននោះខ្ញុំមិនមែនអូតទេតែរបស់នេះខ្ញុំបានទិញពិតជាល្អណាស់មិនបានចែកនិយាយច្រើនយ៉ាងនេះមិនបានឆាប់ទៅនាយកលូគាត់យ៉ាងម៉េចហ្នឹងខ្ញុំមិនបានធ្វើអីខុសផងនេះអូនគឺ
អូនគេងនៅសាឡុងបងគេងបន្ទប់ទេ មិនបានទេបងគេងលើសាឡុងអូនគេងក្នុងបន្ទប់ទេ ណាមុននេះគេក៏ពិតជាសង្ហានាង សាឡុងនេះតូចពេកហើយ មកតែលុឈិនចេញគេខ្ពស់ជាងវែងគេនៅសាឡុងនោះគឺមិនអាចស្រុកខ្លួនទេ ខ្មោច សំទៅមុននេះគេបំភ័យបងហើយ បងពូកែដែរទេគ្រាន់តែមុននេះភ្លាមពេក បងតែគេក្នុងបន្ទប់ជាមួយខ្ញុំទេបងកុំយកច្រឡំអីខ្ញុំគ្រាន់តែគិតថាសាឡុងតូចពេកបងគេមិនស្រុកខ្លួនទេ បងមិនយល់ច្រឡំទេបងមិនយល់ច្រឡំទេ បានចាំងឆាប់ទេ បងគេងល្អណាស់បងនឹងមិនខិតទៅចិត្តអូនទេ ណាពេលនេះយប់ច្រើនណាស់ហើយពួកយើងឆាប់គេងទេ ប៉ាជាមួយនឹងម៉ាមីមិនគួរតែគេងអោបគ្នាទេលោកប៉ាគាត់ឈឺនេះប្អូនស្រីពួកយើងជួយប៉ាបន្តិចទេប៉ាម៉ាមីខ្ញុំចង់គេងជាមួយអ្នកទាំងពីរមិនបានជាតែជាក្រៃវិញ្ញាណក៏មានបញ្ជួយមួយដែរអញ្ចឹងឬមួយក៏នាងនាងគឺជាអ្នកដាក់ថ្នាំខ្ញុំហ៎ឬមួយក៏វិញ្ញាណនាងជាមនុស្សស្រីកាលពី6ឆ្នាំមុននោះម៉ាមិនអីទេសុំតផឹងបងប្រចាំអីមែន បងមិនអីទេ លោកប៉ាជាមួយម៉ាមីពិតជាមានតំណែងល្អមែននៅទីបំផុតប៉ាបានសាច់ការហើយมันអាចមើលបានទេក្មេងមិនល្អបងប្រុសក៏ជាកូនក្មេងដែរមិនចឹងឯងបានហើយប្អូនស្រីពួកយើងចូលរំខានប៉ាជាមួយម៉ាមីទេគឺអូនពិតជាគ្មានចេតនាទេ បងមិនអីទេបងមិនអីទេតាមពិតមិនមែនជាបញ្ជ្រួយទេមិនដឹងថានាងទៅបល័យមកពីណានាងច្រឡំយ៉ាងនេះនាងមិនដឹងជាមនុស្សស្រីចរិតក្ររបស់បងស៊ឺឈ្នួយទៅខ្ញុំគិតច្រើនពេកហើយ គឺអូនតែធ្វើហាពេលព្រឹកសិនបន្តិចទៀតអូនក៏ជូនកូនទៅរៀនទៀត បានលោកស៊ឺឈិននៅសាលាត្រូវខំប្រឹងរៀនកុំបង្ករឿងអីសោះមើលថែបងឲ្យបានល្អណាចាំហើយណា ចាំបានហើយរឿងរៀនគឺសំខាន់ជាងគេសប្បាយចិត្តក៏សំខាន់ដែរម៉ាមីរឿងអីប្រាប់ម៉ាមីនេះខ្ញុំដឹងហើយម៉ាមីតែចុះ បាយប៉ាម៉ាមី នាយកលូខានជួបគ្នាយូរហើយមិននឹកស្មានថាលោកនៅទីនេះសោះ នាយកលួយក៏ជានាយកលួយ ម៉ែណៃមិនស្មានដល់ថាកូនខ្ញុំអាចរៀនសាលាជាមួយកូនលោកនាយកលូដែរសោះខ្ញុំពិតជាសំណាងមែនត្រូវតែធ្វើអីមួយយ៉ាងមិនចឹងទេវិញ្ញាណនាងសង្ស័យខ្ញុំមិនខានទេថាកែលីលោកដល់ទាំងហំធំនិយាយខ្ញុំមិននឹងអាចជានាយកលូដែលលោកនិយាយនោះទេនាយកលូលោកនិយាយអីហ្នឹងខ្ញុំស្ដាប់មិនយល់ទេ តាមកាប់ប៉តេងបងក៏ជានាយកលួយដែលគេនិយាយនោះឯង លាក់សមាជិកយើងស្អែកនេះមកសញ្ញាកិច្ចសន្យាមិនចឹងលទ្ធផលឯងរាប់រងខ្លួនឯងទេឯងកុំបានចិត្តពេកយើងគ្រាន់តែថ្ងៃនេះមិនបានពាក់វ៉ែនតាមកទេអញ្ចឹងហើយក៏មើលច្រឡំទៅឯងមើលទៅគ្រាន់តែសិតដៀងនោះទេបើនិយាយពីអំណាចវិញនោះមិនទាំងអាចប្រៀបជាមួយនឹងនាយកលូបានទៅថាកែលីលោកនិយាយត្រូវទាំងអស់បើគ្មានកាយទេពួកខ្ញុំទៅហើយបានហើយកុំមកទៅភ្នែកយើងថាកែលីភ្នែកគាត់មកញោមគាត់មើលច្រឡំមនុស្សនោះគឺជារឿងធម្មតាទេលោកនាយកគាត់ប្រជុំមកដំបងទៅធ្វើការសិនហើយ បងទៅធ្វើកាត់ចាញ់អូនក៏ទៅលក់អីរបស់អូនដែរសួស្ដីចង់យកប្រហិតមួយសំតផងថ្ងៃនេះអស់ហើយអ្នកនាងទៅមើលកន្លែងផ្សេងទេនាយកលោកមានប្រជុំនៅម៉ោង 12 អាឡូអូនសំណាញ់មានការអីមែនទេ
នេះមកដល់ពេលទៅហើយបងក៏តាមតញ៉ាំបាយទេមែនទេចាំអត់ទៅយកបងញ៉ាំបាយ អូមិនបាច់ទេរំខានអូនពេកហើយ ពួកយើងគឺជាគ្រួសារតែមួយបងឲ្យទីតាំងមកចាំអូនទៅយកបង គឺនៅក្រោមស្ពានលីសាន ចាបាន យកឡានចាញ់ទៅអញ្ចឹងនាយកលូរឿងគ្រឿងសម្បត្តិដែលលោកកំងមុននេះនោះឯងញ៉ាំទៅមិនសមទេដឹងឯងកុំមកធ្វើរឹកនោះឆាប់ចាញ់ទៅបាន មិនបានចាំបងអង្គុយនៅទីនេះ ហើយលោកនាយកបើកឡានទៅបាត់ហើយគាត់និយាយថាទៅផ្លូវតែមួយតែគាត់ទម្លាក់បងនៅទីនេះ ពួកនេះមានអស់ឈ្មោះទៀតហ្នឹងមិនបានជាគេធ្វើបែបនេះដាក់កូនចាស់ខ្លួនឯងអត់នគររវងដាក់ទំនាគេនេះបងមិនអីទេ មិនអីទេពួកយើងទៅ នេះគឺជាម៉ូតរបស់កូនស្រីឲ្យបងពាក់ចឹង ក៏បានដែរម៉ូតូគ្មានខ្សែក្បាត់សុវត្ថិភាពទេហ៎ អង្គុយចាំចាញ់ដំណើរ អើ នេះរបស់កូនបើកលឿនពេកទេដឹង គ្មានទេល្អអន្តើ បងអង្គុយទេចាំអូនទៅធ្វើមីតិចឲ្យបងញ៉ាំនេះមិននេះពិតជាក្តៅនេះប្រពន្ធបងពិតជាពូកែណា បងសរសើរពេកហើយបងទៅសម្រាប់សិនទេបានទៅទៀនអូនធ្វើរួចហើយកែចង់មកចិត្តយ៉ាងនេះឬមកក៏គេមិនមែនចឹងអូនគឺនាំតបានត្រៀមខ្លួនហើយទេ អូនត្រៀមខ្លួននេះទៅធ្វើម្ហូបណាបងក៏ចេះដែរ ធ្វើមកហូបវិញ ប៉ុន្មានថ្ងៃនេះអូនហត់ហើយសម្រាប់សិនទៅរឿងធ្វើម្ហូបប្រគល់ឲ្យបងចុះចាំឲ្យផ្លែតណា វិញ្ញាណនេះអាកំពុងតែកាត់អីហ្នឹងនេះអាខាត់ប៉មនុស្សប្រយោជន៍ពេកមែនទេមិនដឹងថាលោកឈៀនចឹងគេស្ដាប់ដឹងឬអត់ទេគេពិតជាខ្មាស់គេហ្នឹង ញ៉ាំបាយមកសាកមើលទៅវិញ្ញាណគិតយ៉ាងម៉េចទៅបងដូចជាស្រឡាញ់អូនហើយ យើងចង់លេងឯងឆាប់ចេញទៅអូនស្រីកុំយំអីចាប់បងជួយឯងឆាប់សុំទោសបងអូនស្រីយើងភ្លាមសុំទោសឯងនេះវាមិនសមទេអើយលែងយើងឯងដឹងថាយើងគឺជាណាគេដែរទេអាឡូលោកនិយាយថាម៉េចអាឡូលោកនិយាយថាម៉េចចាប់បាន មានរឿងអី ខាងសាលាគេបាននិយាយថាកូនយើងវាយគ្នាជាមួយគេ កុំបារម្ភអីគ្មានរឿងអីទេពួកយើងទៅមើលទៅពួកអញពិតជាខ្លាំងធំមែនពួកអញមិនជាហ៊ានធ្វើបាបគេផងអ្នកគ្រូលីពួកយើងមិនបានតែធ្វើបាបគេទេគឺគេវាយធ្វើបាបអូនខ្ញុំមុនទេអ្នកគ្រូលីពួកវានិយាយកុហកទេគឺពួកវាជាអ្នកធ្វើបាបខ្ញុំមុនទេអ្នកណាគេធ្វើបាបកូនរបស់អូនយើងនោះមិនបានជាឯងនៅទីនេះក្រៅយើងឲ្យឯងទៅជាមួយស្រីថោកទៀតវិញយើងនោះមិនអញ្ចឹងអីមិនជាយើងមានកូនទៅវិញបើសិនជាយើងរំលឹកវាចោលនោះមួយជីវិតយើងគឺមិនអាចមានកូនបានទៀតទេវិញ្ញាណនេះនឹងអាចជាអ្នកធ្វើបាបយើងអ្នកដែលគូបានដេកជាមួយនឹងលូឈៀនចឹងគូតែជាយើងបើសិនជាយើងមិនអាចការជាមួយវាបាននាងឯងក៏គ្មានសិទ្ធិបានការជាមួយវាបានដែរគឺជាបងស្រីរបស់ស៊ីវ៉ៃតាមមានរឿងអីគឺពួកវាពីរនាក់នោះរួមក្បាលគ្នាមកធ្វើបាបខ្ញុំនោះទេយើងស្មានថាអ្នកណាតាមបច្ចុប្បន្នចាំស្រីរបស់ស្រីថោកទៀតនោះសិនបងស្រីរបស់ស៊ីវ៉ៃអ្នកនេះនិយាយបែបនេះមិនសមទេមិនស្អីមិនសមទេអ្នកគ្រូលីអ្នកក៏តាមមិនដឹងទេម៉ែពួកវាជាអ្នកលក់អីតាមផ្លូវឲ្យវាជាអ្នកយករបស់ឲ្យគេតាមប្រសិទ្ធតែជាពួកថោកទៀតពិតមែនម៉ែឲ្យបែបមិញក៏បង្រៀនកូនចេញមកបែបហ្នឹងមែនពួកឯងទៅពេលឆាប់សុំទោសស៊ីវ៉ៃភ្លាមទេគឺជាអ្នកធ្វើបាបខ្ញុំនោះទេនាងថោកទីមនាងឯងហ៊ាននិយាយកុហកផងអីម៉ូកំសម្លាញ់កូនអីទេនេះតាកូនមានត្រារបូតត្រង់ណាដែរទេម៉ាមីខ្ញុំអត់អីទេវិញ្ញាណនាងឈុននាងវាយយើងធ្វើអីបើសិនជានាងហ៊ានប៉ះពាល់កូនយើងទៀតនោះមិនត្រឹមតែមកកំភ្លេងងាយបែបនេះទេអ្នកគ្រូលីគ្រូសាវិនយើងបរិច្ចាគលុយឲ្យសាលា5លានស៊ីវ៉ៃត្រូវគេធ្វើបាបបែបនេះហើយនាងគូតែដោះស្រាយទេយើងមិនអាចប្រត់តែគ្មានក្ររហាននោះតែមានរឿងជាមួយគ្រូសាវិនទេពួកលោកជាបាម៉ាក់ពួកគេនេះគូតែឆាប់ឲ្យកូនសំទោសគេភ្លាមទេវាក៏គ្មានផលល្អអីចំពោះពួកនាងដែរ
អ្នកសាលាមានកាមេរ៉ាមែនទេយើងចង់ឆែកមើលកាមេរ៉ាមើលបើសិនជានោះមិនមែនជាកំហុសរបស់មុំមុននិងស៊ីឆិនទេយើងនឹងឲ្យពួកនេះសុំទោសកូនយើងសាលានេះនឹងជាអ្នកបើកបានជាចង់មើលក៏មើលបាននោះ អាណាព្យាបាលមានសិទ្ធិទាមទារមើលកាមេរ៉ាបាន សុំទោសផងកាមេរ៉ាខូចហើយបើកាមេរ៉ាខូចមិនបានជាប៉ាប៉ារបស់ខ្ញុំមិនដឹងអញ្ចឹងតែថាប៉ាឯងទៅជានរណាទេគឺជាម្ចាស់ភាគហ៊ុនសាលានេះហីវិនលីលីអានិយាយស្ដីស្រួលបុនទេមិនអញ្ចឹងកុំថាយើងមិនគួរសុំជាមួយឯងឯសិន អ្នកគ្រូនាងប្រកាសចិត្តហើយថាកាមេរ៉ាខូចនោះ ឯងបាច់ជាមិនហ៊ានសង្ស័យអ្នកគ្រូផងឯងនេះពិតជាថ្លាំធំមិញពួកឯងពិតជាអាក្រក់ក្រៃហ្នឹងពួកឯងទាំងអស់គ្នាត្រូវដេញចេញហើយពួកក្ររហាមដូចជាពួកឯងមិនសាកសមរៀនសាលាជាមួយយើងទេឆាប់ចេញទៅម៉ាមីខ្ញុំចេះចិត្តរៀននៅទីនេះខ្ញុំមិនចង់បាច់គ្នាពីមាត់ថ្មីរបស់ខ្ញុំនៅទីនេះនៅទី មូមូកូនកុំបារម្ភអីមានប៉ាណាមនុស្សថោកដូចជានាងមិនសមធ្វើជាគ្រូគេទេឆាប់ហើយនាយកសាលានាង នា ព្រា យក មក សាលាឯងចង់ហៅមកកម្មកបានអញ្ចឹងឯងឯងគឺជានរណាទេមហាសេដ្ឋីឯង ឆ្លោះគ្នាស្អី លោកនាយកក្មេងពីរនាក់នេះបានធ្វើបាបគេខ្ញុំកំពុងតែដេញក្បាលពួកវាចេញហើយ មិនបានជាលោកនៅទីនេះអញ្ចឹង លោកនាយកមិនបានជាលោកគូសំជាមួយពួកវាយ៉ាងនេះ នាងងាប់ឯងបាត់មកទៅសុំលោកកុំខឹងអីគឺខ្ញុំគ្រប់គ្រងមិនបាន លោក ល្អ នាយកវាគ្រាន់តែជាពួកធ្វើការឲ្យគេទេលោកគឺជានាយកសាលាក្រុមហ៊ុនលូស៊ឺលោកទៅគូសំជាមួយពួកឆ្កែឆ្មាធ្វើអីឬមកក៏វានោះពិតជាមានសមាជិកអីផ្សេងទៀតមែនតាមមែនទេ នាយកលាវលោកគូសាំជាមួយខ្ញុំពេកហើយខ្ញុំទទួលយកមិនរួចទេ នេះតាបឹងស្គាល់លោកនាយកសាលាដែរឯង អូគឺលោកនាយកគាត់បានបរិច្ចាគម៉ាស៊ីនដល់សាលានេះគឺបងជាអ្នកធ្វើការងារនោះ ចឹងថាហើយតើរហាមដូចជាឯងនេះមិននឹងអាចទៅស្គាល់នាយកសាលាបានទេ ប្រកាសណាខ្ញុំក៏ជឿដែរថាលោកនាយកសាលានឹងបើកកាមេរ៉ាមើលដើម្បីសងភាពស្អាតស្អំដល់ក្មេងៗវិញខ្ញុំនឹងឲ្យគេបើកកាមេរ៉ាមើលភ្លាមរឿងនេះត្រូវតែស៊ើបមើលឲ្យបានច្បាស់ លោកនាយករឿងនេះមិនចាំបាច់តែបើកកាមេរ៉ាមើលអីទេចាំខ្ញុំឲ្យសៀវវៃគេសុំទោសនេះបងស្រីខ្ញុំពិតជាខ្លាចណាស់សៀវវៃសាលានេះគឺជាសាលាល្អជាងគេនៅទីនេះបើសិនជាមានរឿងធំនោះគ្រូសាវិនប្រកាសជាត្រូវគេសាច់ចំអកមិនខានទេសុំទោសគេទេខ្ញុំសុំទោសខ្ញុំខុសហើយមកនិយាយថាក្មេងដាក់ខ្លួនខុសសុំទោសគេចេះកាយខ្លួនជាក្មេងល្អខ្ញុំលើកលែងឲ្យឯងបើអញហ៊ានធ្វើអាប់អូនយើងទៀតយើងនឹងវាយឯងទៀតតោះទេមកមួយសុឈិនអ្នកគ្រូខុសហើយអ្នកគ្រូយកច្រឡំលើពួកឯងថ្ងៃក្រោយអ្នកគ្រូឡើងចឹងទៀតហើយណាអ្នកគ្រូលីងសាលាគឺជាកន្លែងអប់រំមនុស្សមិនមែនជាកន្លែងតាមគេអ្នកមានទេមនុស្សដូចជានាងមិនសមធ្វើជាគ្រូរបស់គេនោះទេ អ្នកគ្រូលីនាងត្រូវដេញក្បាលចោលហើយ មកក្រែងអាចចូលចិត្តគ្រូណាស់មិនចឹងឯងឆាប់ជួយនិយាយឲ្យគ្រូបន្តិចទេ បើនៅតែតង់ទៀមកូនយើងទៀតយើងនឹងឲ្យគេបាត់ឈ្មោះនាងឯងចោលហើយ ក៏សំជាលេខារបស់នាយកមែនក៏ពិតជាមានចរិតជានាយកបដិការដែរមែន អ្នកគ្រូលីនាងសំមុខនាងហើយខាងសាលានឹងរៀបចំគ្រូថ្មីឲ្យក្មេងៗសូមអ្នកទាំងពីរកុំបារម្ភអីក្មេងៗខ្ញុំនាំពួកឯងទៅជួបគ្រូថ្មីណា ស្មានមិនដាក់ឋាននាយករបស់បងបរិច្ចាគសម្ភារៈឲ្យសាលាទីនអូនស្មានថាអ្នកមានទាំងអស់នោះគឺសុទ្ធតែជាមនុស្សពីរលាអាវ៉ាសែនតែង នាយកបងណាគាត់សង្ហាហើយចិត្តល្អដិតដល់ទៀនហើយណាគាត់នៅល្អជាមួយកូនចៅទៀន បានចាំពេលមានឱកាសបងហានាយកមកផ្ទះយើងញ៉ាំបាយទេចាំអូនធ្វើមកហូបដល់តដៃដើម្បីជាការអរគុណគាត់ដែលបានមើលថែបង នាយកបងគាត់រវល់ណាមិនងាយមានពេលទេ ក៏ត្រូវដែរ បានហើយពួកយើងទៅផ្ទះវិញលោកអាចគោរពឲ្យពួកយើងមួយបានទេបានតាអង្គុយចុះទៅ យៀនម៉ាក់អង្គុយឡើងកន្លះថ្ងៃទៅហើយមិនបានជាកូននៅមិនតាន់គូហើយទៀតនោះម៉ាក់អត់ត្រឹមតិចទេតាន់តិចទៀតគ្រូឆៃក៏ពិតជាស្អាតណាស់យៀនរបស់ម៉ាក់ពិតជាគូបានស្អាតមែនយៀនម៉ាក់ថ្ងៃក្រោយប្រកាសជាខ្លាចជាជាងគំនូមិនខានទេមិនចឹងក៏ខ្លាចជាអ្នកឌីហ្សាញម៉ូដដែរ ចូលចិត្តហ៎អញ្ចឹងពួកយើងទៅគូមួយដែរទេ តាមកាពិនអូនក៏មិនបានចាំបានរូបនោះទេអូនគ្រាន់តែនឹកឃើញរឿងកាពីមុនពេលដែលម៉ាក់អូននៅអូនក៏ឧស្សាហ៍គូររូបឲ្យគាត់ដែរម៉ាក់អូនក៏ធ្លាប់បាននិយាយថាអូនថ្ងៃក្រោយនោះបើមកខ្លាចជាជាងគំនូក៏ខ្លាចជាអ្នកឌីហ្សាញម៉ូដដែរ អញ្ចឹងមិនបានជាអូនមិនសាកទៅសម្ភាសជាអ្នកឌីហ្សាញទេ បាននិយាយពិតជាងាយណាស់អញ្ចឹងអូននិយាយថាចង់ខ្លាចជាអ្នកស្រីអ្នកមានអញ្ចឹងអាចធ្វើបានដែរទេ ក៏មិនមែនមិនបានដែរ បងក៏មិនបានក្តៅខ្លួនដែរមកក៏បងនិយាយប្រេះប្រដាប់បែបនេះ អូនគិតអីហ្នឹងបងគឺចង់បានន័យថាអូនមិនទាន់ទៅសម្ភាសជាអ្នកឌីហ្សាញផងអូនមិនដឹងថាដាក់ពាក្យមិនកើតនោះ អូនទី1គ្មានការសិក្សាខ្ពស់ទេគ្មានបទពិសោធន៍ថាមិនត្រូវពេលដាក់ពាក្យនោះគេឃើញ CV អូនហើយយកទៅបោះចោលកថាបាន មានអាណាដូចជាអូនថានោះ តាមពិតអូនកថាការរស៊ីងាយលោកអេតាមផ្លូវក៏ល្អម្យ៉ាងដែរថាមិនត្រូវថ្ងៃក្រោយអូនអាចទិញផ្ទះតូចមួយបានទៀត អរគុណលោកហើយមកតាមបងមកអ្នកទាំងពីរក៏ចង់មកគូររូបដែរលោកខ្ញុំចង់ឲ្យប្រពន្ធខ្ញុំគូររូបខ្ញុំមួយលុយខ្ញុំនឹងឲ្យតាមនឹងនាងទៅជាគូររូបដែរអញ្ចឹងក៏សាកមក
អូអូនពិតជាគូរូបបានស្អាតណាស់នឹងទៅពិតជាមានទេពកោសលខាងគូរូបមែនមើលទៅនេះជាទឹកដៃរបស់អូនទៅសាកមើលទៅកុំឲ្យខ្លួនឯងស្ដាយក្រោយសោះណា ល្អអូននឹងសាក់មើល អូនសំឡាញ់ការសម្ភារយ៉ាងម៉េចដែរ ហើយអូនគ្មានការសិក្សាខ្ពស់ក៏គ្មានបទពិសោធន៍ទៀត CV អូនត្រូវគេទម្លាក់ឲ្យ អូនសំឡាញ់នាយកបងស្គាល់គេម្នាក់ចាំបងជួយសួរគេអូ អូ ន នចាំពេលលើខ្លួនឯងបើសិនជាអូនពិតជាត្រូវគេបដិសេធមែនអញ្ចឹងអូនមានតែទទួលស្គាល់យថាកម្មហើយអញ្ចឹងដល់ពេលថ្ងៃក្រោយនោះអូនគឺមានតែលោកប្រហិតនឹងឯង អូនសំឡាញ់អូនកុំនិយាយអញ្ចឹងអីបន្តិចទៀតអូនទៅសម្ភារអ្នកណាចាំបងជួនអូនទៅ អូនគឺមានណានតើសម្ភារនៅក្រុមហ៊ុនលូស៊ី ក្រុមហ៊ុនលូស៊ឺហ៎ មានបញ្ហាអីឯង អូគ្មានអីទេបងស្រាប់តែនឹកឃើញថាបន្តិចទៀតបងមានការបងមិនអាចជួនអូនទៅបានទេ មិនអីទេអូនអាចតែខ្លួនឯងបានយ៉ាងណាក៏អូនគ្មានសង្ឃឹមអីដែរអូនគ្មានការសិក្សាខ្ពស់គ្មានបទពិសោធន៍ក្រុមហ៊ុនធំដូចជាក្រុមហ៊ុនលូស៊ីគេមិននឹងអាចយកអូនធ្វើការបានទេ អូនសំឡាញ់លើកនេះបងមានអារម្មណ៍ថាអូននឹងត្រូវគេទទួលធ្វើការមិនខានទេ សម័យដូចបាត់បង់ចឹងបានចឹងអូនទៅរៀបចំខ្លួនសិន លេខាមូរៀបចំតំណែងអ្នកឌីសាញមួយឲ្យអ្នកស្រីទៅបាននាយកលោកនាយកគ្រូពេទ្យប្រាប់ថាថ្នាំបំបត្តិផ្លែពីបរទេសនោះបានកក់មកហើយមួយអាទិត្យទៀតនឹងមកដល់ហើយបានបងមិនមែនមកពីមនុស្សស្រីកាលពី7ឆ្នាំមុននាងធ្វើឲ្យរបួសយើងរហែកមកទេវាក៏មិនផ្លែដល់ពេលនេះដែរនាងបែរជាហ៊ានបោះបង់ស៊ឺឈិនផងចាំមើលតែយើងរកនាងឃើញយើងនឹងមិនដោះលែងនាងងាយៗទេ សួស្តីគណៈកម្មការទាំងអស់គ្នាខ្ញុំឈ្មោះថាវិនយិន សួស្តីអ្នកនាងវិនសុំចុះមក សួស្តីគណៈកម្មការទាំងអស់គ្នា ទេសួស្តីអ្នកនាងវិនសុំជើញអង្គុយចុះ អ្នកមកសម្ភារនៅក្រុមហ៊ុនធំគេសុទ្ធតែបែបនេះឯងគូសំយ៉ាងនេះឯងបានចឹងតើពួកយើងអាចចាប់ផ្ដើមសម្ភារបានហើយមែនទេ បាន សួស្តីអស់លោកទាំងអស់គ្នាខ្ញុំឈ្មោះថាវិនយិនឆ្នាំនេះខ្ញុំមានអាយុ28ឆ្នាំទាំងនេះគឺជារឿងរ៉ាវរបស់ខ្ញុំហើយ បានពួកយើងដឹងហើយនាងអាចត្រឡប់ទៅរងចាំដំណឹងបានហើយ ចាប់បានបានចឹងខ្ញុំទៅសិនហើយ អញ្ជើញទីបំផុតទៅហើយស្នេហាលោកនាយកជាមួយអ្នកស្រីនេះគឺពិតជាមិនយល់មែនយើងក៏មិនយល់ដែរ មិនបានច្បាស់បានចឹង ថ្ងៃនេះជាថ្ងៃសំខាន់របស់ប្រពន្ធបងត្រូវតែមកយកអូនអញ្ចឹងហើយ អូនគិតថាការសម្ភារនៅក្រុមហ៊ុនធំៗគឺសត្វគូសំណាញ់ក៏មិនដឹងថាអូនជាប់ឬអត់ទេ បងបាននិយាយហើយថាអូននឹងជាប់ អាឡូប៉ាត់មែនទេលោកនិយាយថាគេទទួលខ្ញុំហើយឯង អូនសម្លាញ់អូនជាប់ហើយហ៎ហើយអបផង លោកប្តីបងបជាពូកែណាស់អូនបជាឆ្លាញ់បង មិនមែនបងពូកែទេគឺសមត្ថភាពប្រពន្ធបងពូកែទៅវិញទេត្រាស់ហើយអូនទៅជួយយករបស់មួយឲ្យបងមកបងទៅផ្ទះធ្វើម្ហូបសិន ល្អអូនក៏ទៅយកមកមុននឹងសិឆាន់ដែរ តើយើង ណាទីនេះក៏តែជាកន្លែងដែលឈានចាំគេនិយាយនោះហើយកូនសម្លាញ់តាពួកយ៉ាងទេតាពួកយើងចោលទេ សួស្តីអ្នកនាងតាអ្នកនាងចង់ទិញអីដែរ ខ្ញុំមកយករបស់ដែលប្តីខ្ញុំផ្ញើឲ្យលេខកូដ1888 ខ្ញុំនឹងទៅយកមកភ្លាមអ្នកស្រីលូសុំរងចាំបន្តិច ខ្ញុំចង់ញ៉ាំនំខេកមួយនឹងម៉ាមីនំខេកនៅទីនេះក៏ពិតជាថ្លៃណាស់នំខេកតូចមួយតម្លៃ1700ឯណោះឯងលោកឈិនចឹងគេមិនចង់ទិញនំខេកឲ្យខ្ញុំទេឯងតែក៏តែចឹងក៏កបោបលុយគេមិនអនុញ្ញាតដែរ អ្នកស្រីលូនេះគឺជានំខេកដែលអ្នកស្រីបានកំង នេះគឺជានំខេកពិតមែនតែនំខេកនេះតម្លៃប្រហែលទេ អ្នកស្រីលូនំខេកនេះតម្លៃ1688ជានំខេកខាងថ្មីរបស់ពួកយើងបានន័យថាស្នេហារហូតដល់ថ្ងៃស្លាប់ វ៉ាវប៉ាប៉ាគឺពិតជាស្រឡាញ់ម៉ាមីមែនតម្លៃដល់ទៅ1688នេះពិតជាថ្លៃពេកហើយនេះតើពួកយើងអាចមិនយកបានទេម៉ាមីនេះគឺជាទឹកចិត្តរបស់ប៉ាហ្នឹងថាទៅពួកយើងក៏មិនមែនគ្មានលុយញ៉ាំដែរសុឈិនគ្រួសារយើងមិនមែនជាមហាសេដ្ឋីទេអញ្ចឹងក៏មិនអាចចាយលោកខ្ជិះបានដែរកូនចង់ញ៉ាំនំខេកមែនទេអញ្ចឹងចាំម៉ាក់ទិញមួយនោះឲ្យកូនមួយនោះគួរឲ្យស្រឡាញ់ហ្នឹងម៉ាមីរមាស់ហ្នឹងក៏រមាស់ឯងឲ្យម៉ាក់មើលបន្តិចមើលណាកាពីមុនមិនចាំខ្ញុំចាប់អារម្មណ៍រឿងស្នាមដៅរបស់សុឈិនអញ្ចឹងមានរូបរាងស្នាមដៅដូចជាលើខ្លួនរបស់មូអញ្ចឹងក្រពេនឲ្យខ្ញុំមកកូនរបស់ខ្ញុំតិចបានទេអ្នកនេះកាត់បានកូនភ្លោះតែគួរស្ដាយអ្នកប្រុសតូចកាត់មកក៏លែងមានដង្ហើមទៅហើយថាយ៉ាងម៉េចកូនខ្ញុំទេអ្នកប្រុសនឹងអ្នកនេះសុទ្ធតែមានស្នាមដៅមានរូបរាងបេះដូងដូចគ្នាគ្រាន់តែនៅកន្លែងខុសគ្នាប៉ុណ្ណោះហ្នឹង
ម៉ាមីយ៉ាងម៉េចនឹងម៉ាក់មិនអីទេម៉ាក់គ្រាន់តែឃើញស្នាមដៃកូនមានស្នាមដៃដូចជាមូបែបនេះអញ្ចឹងបើសិនជាកូនប្រុសខ្ញុំគេនៅមានជីវិតនោះកែក៏គួរតែធំប៉ុណ្ណេះដែរហើយបងប្រុសគឺពិតជាល្អណាស់ពួកយើងគឺមានស្នាមដៃដូចគ្នាអញ្ចឹងជួយយកដល់វិញឲ្យខ្ញុំទេទោះបីជាមិនបានស្មាតដើមក៏មិនអីដែរជួយយកដល់វិញឲ្យខ្ញុំទេទោះបីជាមិនបានស្មាតដើមក៏មិនអីដែរគឺពិតជាខ្មាស់គេមែននាងមិនដឹងទេថានំខេកគេលក់ហើយគឺមិនអាចដូរយកលុយវិញបានទេវិនលីលីមកក៏កន្លែងណាក៏មាននឹងដែរអញ្ចឹងគឺជាព្រាយនេះជាហាមបង្អែមដែលល្បីជាងគេនៅទីនេះបានជួបនាងយើងនៅថាសយផងពេលឡើងមានគ្រូសាវិនហើយនាងអាចតាមតែជាមនុស្សក្ររហាមសូម្បីតែនំខេកមួយក៏គ្មានលុយទិញដែរពិតជាខ្មាស់គេមែនបាទអញ្ចឹងគឺជាមហាសេដ្ឋីនៅក្រុងនេះលូឈៀនចឹងអានិយាយថាប៉ាអញគឺលូឈៀនចៅហីមែនហើយនៅក្រៅក្រុមហ៊ុនលូស៊ឺអាក្មេងនេះអាចយកគ្រឿងសមុទ្រខ្លាចយ៉ាងនោះបានឬមកក៏វាជាកូនរបស់លូឈៀនចៅមែននោះសុឈិនម៉ាក់បានប្រាប់កូនច្រើនអស់ហើយមិនអាចព្រោះតែខ្លាចបាក់មុងតើនិយាយក៏ហាក់ទេប៉ាកូនឈ្មោះថាលូឈៀនចៅយើងថាហើយវាមិននឹងអាចជាកូនមហាសេដ្ឋីទេនេះតែយើងកំពុងតែគិតស្អីនឹងមិនថាយ៉ាងណាទេក៏ពិនិត្យបន្តិចចឹងក៏ពិនិត្យឆ្នាំនោះយើងបានយកកូនវិញ្ញាណទៅឲ្យលូឈៀនចៅនៅពីក្រោយខ្នងអាក្មេងនោះមានស្នាមដៃរូបបេះដូងមួយអាយ៉ាសុឈិនមិនមានសូកូឡាមួយតើឯងចង់ញ៉ាំដែរទេម៉ាក់បាននិយាយឲ្យញ៉ាំរបស់ផ្អែមអាចខូចថ្មិញបានមកតែម៉ាក់ឯងក៏មិនល្អជាមួយអញស្អីដែរចាំមីនំឯងទៅញ៉ាំរបស់ឆ្ងាញ់ហើយនំឯងទៅដើរលេងល្អទេអូយវិនលីលីយើងប្រាប់នាងក៏មកប៉ះពាល់កូនយើងឯងសោះកូននាងក្រែងនេះមានកូនចំសិទ្ធនោះតែមួយទេមិនអញ្ចឹងទោះបីជាសុឈិនមិនជាកូនមកកាត់យើងប៉ុន្តែពេលនេះគឺជាកូនយើងក៏មិនឲ្យនាងប៉ះកូនយើងដែរស្រីអាក្រក់បានប្រាប់មិនទៅជាមួយនាងនោះទេឯងសំឡងមុខយើងធ្វើអីយើងក៏មិនបាននិយាយអីខុសដែរស្រីថាប់ដូចជាអញមានសិទ្ធិអីនិយាយជាមួយយើងទេអូយវិនលីលីយើងបានប្រាប់នាងហើយបើសិនជានាងហ៊ានប៉ះពាល់កូនយើងក៏នឹងឲ្យនាងរស់មិនស្មើនឹងស្លាប់ម៉ាមីពួកយើងកុំទៅរវល់ជាមួយស្រីឈ្គូតនោះអីខ្ញុំចង់ទៅវិញញ៉ាំនំខេងកង្វល់របស់វិនលីលីនៅថ្ងៃនេះចម្លែកណាស់ប្រកាសជាមានរឿងអីខានទេយើងត្រូវតែស៊ើបមើលបានច្បាស់តើកូនសម្លាញ់មកវិញហើយហ៎មកញ៉ាំបាយមកអង្គុយចុះមកប្រយ័ត្នផងណាកូនវ៉ាវមកតែមកហូបនៅថ្ងៃនេះក៏ពិតជាច្រើនណាស់លូឈៀងចៅអីលូឈៀងចៅលុយ1688បងបាជាយកទៅទិញនំខេកទៅវិញនេះមិនមែនបងទិញទេគឺថាកែបងឃើញបងខំប្រឹងធ្វើការក៏ឲ្យរង្វាន់ទៅអូនថាហើយបងមិននឹងអាចមានលុយទៅទិញនំខេកខ្លះយ៉ាងនេះទេញ៉ាំបាយមកញ៉ាំបាយទេមកពួកយើងមកច្រៀងចម្រៀងខួបកំណត់ឲ្យមកជាមួយគ្នាទៅល្អដែរទេមករីករាយថ្ងៃកំណើតកំណើតរីករាយថ្ងៃកំណើតថ្ងៃរីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតថ្ងៃនេះអង្គជាសប្បាយចិត្តខ្លាំងណាស់តែនៅថ្ងៃនេះម៉ាមីនិយាយថាបងប្រុសមានស្នាមដៃដូចគ្នាអញ្ចឹងបើមិនជឿប៉ាក៏មកតែនៅទីនេះស្នាមដៃនោះគឺដូចគ្នាអញ្ចឹងអ្នកមិនដឹងគឺស្មានថាពួកគេជាបងប្អូនបង្កើតនឹងគ្នាហើយបងប្រុសបានលេហើយនឹងប៉ានិយាយថាពួកយើងក៏ដូចជាបងប្អូនបង្កើតគ្នាអញ្ចឹងបានចង់ថាអូនអាចសួរបងតិចបានទេតាមអារបស់សុឈិនតើពេលនេះតើនាងនៅណាទេស្រីម្នាក់នោះអាត្មានិយមណានាងខ្លាចស៊ឺឈិននាំបញ្ហានាងខ្លាចថានាងមិនអាចការជាមួយប្រុសផ្សេងបាននាងក៏យកស៊ឺឈិនមកទុកចោលនៅមុខទ្វារតើខ្ញុំសង្ឃឹមអីទេកូនប្រុសខ្ញុំគេបានស្លាប់បាត់ហើយគេមិននឹងអាចជាស៊ឺឈិនបានទេបានហើយអូនទៅលោកកូនចៅកេងសិនបានតែកេងចឹងកូនកេងអស់ហើយណាមកគ្មានស្នាមនេះដែរមែនទេក៏មានអាណាមានស្នាមទៀតដែរទេគ្មាននោះទេស្នាមលើបរោះកាលពី6ឆ្នាំមុនស្នាមគេក៏មិនបានក្រហមបាននេះដែរខ្ញុំគួរតែច្រឡំហើយខ្លាចហើយហ៎អូនគឺខ្លាចក៏រន្ទះតាំងពីតូចមកកុំខ្លាចអីមានបងនៅហើយម៉ាមីប៉ាសុឈិនមិនបានជាកូនងាប់បានចឹងម៉ាមីប៉ាខ្ញុំក៏ខ្លាចរន្ទះដែរកុំខ្លាចអីមានម៉ាក់នៅហើយស៊ឺឈិនកូននេះពិតជាមាននិស្ស័យជាមួយអូនមែនគេក៏ខ្លាចរន្ទះដែរឆាប់តាមទៅកុំឲ្យវារត់បានឯសិនរឹងចឹងញ៉ាំមិនចាំបាច់មកចេះដឹងទេយ៉ាងម៉េចឈប់សម្ដែងហើយអីពួកមួយគ្រូសាពួកឯងនេះក្ររហាមពិតជាខ្ពើមណាស់វិញ្ញាណបានជួបអូនជាសំណាយរបស់បងហើយថ្ងៃក្រោយបងនឹងការពារអូនឲ្យបានល្អតែតង់ទៅខាងអ្នកកសែតទាំងអស់ទៅស្អែកនេះយើងនឹងសុំវិញ្ញាណរៀបការនៅជាន់ក្រោមក្រុមហ៊ុនយើងនឹងឲ្យគ្រប់គ្នាបានដឹងនាងជាប្រពន្ធរបស់យើងលូឈិនចឹង
គឺមានការសុំរៀបការមកតែពិតជារ៉ូមែនទិកហ្នឹងអាឡូ យិនអ្នកដែលធ្វើខុសគេឈ្មោះអញកាលពី6ឆ្នាំមុនបានរកឃើញហើយគឺជានាយកក្រុមហ៊ុនលូស៊ឺ ថាម៉េច យិនអញចាំមើលណាយើងនឹងទៅរកអញភ្លាមយើងមានរឿងសំខាន់មួយចង់ប្រាប់អញ លោកប្តីមិនបានជាបងឱកាសកន្លងមួយបាច់អញ្ចឹងនៅថ្ងៃនេះគឺជាឱកាសអីទេ អូនសម្លាញ់តាមពិតបងមានរឿងមួយចង់សារភាពប្រាប់អូនតាមពិតបង យិន ម៉ាំងនេះជារបស់អូលីនម៉ាំងនេះជាប្តីរបស់យើងលូឈីងចឹង នេះគឺជានាយកក្រុមហ៊ុនលូស៊ឺនោះឯង ថាម៉េច នាយកក្រុមហ៊ុនលូស៊ឺក្រៅគេឈ្មោះលូឈិនចឹងមិនអញ្ចឹងឯងយិនអញមិនដឹងទេឯង នោះគឺលូឈីងចឹងតែគឺលូឈីងចឹងទេមិនបានឈ្មោះដូចគ្នានោះទេ យើងស្មានថាអញទៅរៀបការជាមួយលូឈិនចឹងអាមនុស្សចាំសិទ្ធនោះហាញ់តាំង លូឈៀនចឹងអាមនុស្សចំសៀតនោះ វាក៏មិនស្មាននឹងឆ្កែផងកាលពី6ឆ្នាំមុនបើមិនមែនវាធ្វើបាបខ្ញុំទេខ្ញុំក៏មិនអាចត្រូវគេជេរដែរ នេះមានរឿងអីយល់ច្រឡំទៀតដឹងបងបានលើមកថានាយកលូគាត់ច្រឡោជួយគេហើយនៅច្រឡោជាមួយកូនចៅទៀត លោកប្តីបងមិននឹងអាចទៅជួយនិយាយលូឈីងចឹងនោះបានទេ គ្មានរឿងចឹងទេ យើងដឹងហើយលោកទៅជួយនិយាយឲ្យលូឈិនចឹងអាចចង្រៃនោះយ៉ាងនេះឬមកក៏លោកនេះគឺជាយើងដឹងហើយលោកទៅជួយនិយាយឲ្យលូឈិនចឹងអាចចង្រៃនោះយ៉ាងនេះឬមកក៏លោកនេះគឺជាសាច់ញាតិគ្រួសារគេមែនទេ គ្មានទេខ្ញុំគ្រាន់តែលើអ្នកធ្វើការជាមួយគេនិយាយចឹងរឿងយ៉ាងម៉េចនោះខ្ញុំមិនដឹងទេ មិនដឹងក៏បាត់មកទេនេះគឺជាកន្លែងអាចចាំសិទ្ធិលូឈិនចឹងនោះគេសុំរៀបការយិនមិនចឹងទេពួកយើងក៏កុំតិចកន្លែងនេះចោលទេ អេម៉ាំងកុំអី នេះកុំតិចឯណានេះអញហ៊ានធ្វើរឿងបែកបាក់ជាមួយមិត្តយើងផងអី នាយកលូនេះគឺជាញើសខ្ញុំខំធ្វើមួយយប់ណាឯងទៅសើបើយើងតិចទៅកាលពី6ឆ្នាំមុនយើងមានរឿងអីជាមួយវិនយើងទៅនាយកលូលោកមើលទៅនេះមានកុំតិចផ្កាណាគឺកុំតិចបេះដូងខ្ញុំច្បាស់ណាយើងនឹងថៃទំនេរពេកបាទខ្ញុំនឹងទៅភ្លាម ម៉ាំងយើងក៏ស្អប់គេដែរប៉ុន្តែបើយើងទៅបំផ្លាញកន្លែងគេបែបនេះខ្ញុំខ្លាចថាគេមករករឿងពួកយើងទៅវិញទេ មិនអាចទេ លោកមិនជាលូឈិនចឹងផងលោកមិនយ៉ាងដឹងថាអត់ទេ បើសិនជាពួកវាហ៊ានមកធ្វើបាបអូននោះបងនឹងវាគេឲ្យងាប់មិនដឹងថាហាក់ដែរបានជាវិនយើងគេស្អប់យើងយ៉ាងនេះទេយើងមិនអាចបែកធ្វើសមាជិកនៅពេលនេះ បា បាន ននិយាយពាក្យនេះគឺបានការខ្លះហើយ ម៉ាំងឯងនិយាយអីហ្នឹង យិនពួកយើងទៅក្រុមហ៊ុនទៅរករឿងអាចចាំសិទ្ធិនោះទេ កុំទៅអីពេលនេះយើងធ្វើការនៅក្រុមហ៊ុននោះបើមានរឿងអីមិនល្អចំពោះនាងទេ យិនអាចធ្វើការនៅទីនោះហីយ៉ាងគឺជាលេខាអ្នកឆ្នៃមុនតើតែចូលធ្វើការទីយ៉ាងបានលើមកថាអ្នកចូលទៅខាងនោះយ៉ាងអត់ហ្នឹងក៏ជាអ្នករៀនមានជំនាញបានខ្ពស់ៗដែរយិននេះតើអាចចូលបានយ៉ាងម៉េចហ្នឹង យ៉ាងក៏តែសភានៅទីនោះគឺឈីងចៅគេជាអ្នកលើកទឹកចិត្តយើងយ៉ាងក៏តែសាឡបងមើលទេយ៉ាងពិតជាក៏ស្មានមិនដល់ដែរ ណាក្រុមហ៊ុននោះតាំងរឹងណាស់បងជីដូនមួយយើងលេងផ្លូវកាត់ក៏មិនអាចចូលបានផងនិយាយតាមត្រង់មកនេះលោកមានឋានៈអីលាក់បាំងជាមួយពួកយើងមែនទេ រឿងមួយក៏លិនម៉ងនាងដឹងរឿងអីហើយអូនសម្លាញ់អូនមើលទៅបងមានសមត្ថភាពអីលាក់បាំងដែរបងក្រយ៉ាងនេះបងមិនយ៉ាងណាទេ ក៏សំហេតុផលដែរប៉ុន្តែលោកឈប់យល់សັບទេបើសិនជាលោករៀបការទៅហើយអញ្ចឹងក៏ពួកឯងនេះរស់នៅជាមួយគ្នាបានសុខទេយិនជាអ្នកឆ្នៃមុនគឺជាក្តីសម្បត្តិរបស់ឯងរហូតមកបើឯងបានចូលក្រុមហ៊ុននោះធ្វើការទៅហើយអញ្ចឹងក៏ខំធ្វើការទេចំណែកឯអាចចាំសិទ្ធិលូឈិនចៅនោះវិញ ម៉ាំងឯងទៅធ្វើការចឹងចំពោះរឿងនេះចាំយើងចាត់ការខ្លួនឯងថាកាលណាមានឈីងចៅគេនៅទីណាមានគេណាហើយ នាងកុំបារម្ភអីខ្ញុំនឹងមិនឲ្យប្រពន្ធខ្ញុំនាងលំបាកខូចចិត្តទេ មានពាក្យលោកមួយម៉ាត់នេះខ្ញុំទុកចិត្តហើយបើសិនជាលោកហ៊ានធ្វើឲ្យយិនខ្ញុំខូចចិត្តនោះលោកមកមិនខានទេ មិនហ៊ានទេ បានចឹងយិនខ្ញុំទៅហើយណា លោកប្តីបងមុននេះមានរឿងចង់សារភាពប្រាប់អូនតើគឺជារឿងអីទេ ពេលនេះមិនមែនជាឱកាសល្អសម្រាប់សារភាពប្រាប់ការពិតទេចាំពេលសើបឲ្យច្បាស់ចាំប្រាប់យិនតាមក្រោយរឿងដែលចង់សារភាពនោះគឺក្រុមហ៊ុនបងមានរឿងបន្តិចបន្តួចតែខែក្រោយបើកប្រាក់ខែហើយអញ្ចឹងហើយរកការចំណាយផ្សេងៗមានតែពឹងលើអូនហើយអូនកុំខឹងណា អត់ស្មានតែជារឿងធំដុំអីទេរឿងនេះមិនមែនជារឿងធំដុំអីទេប៉ុន្តែបងនេះពិតជាមិនសន្សំចៃអីតិចសោះមិនទាន់ដល់ប្រាក់ខែផងបងទៅទិញកន្លប់ធំមួយបាច់យ៉ាងនេះនេះមកតែជាង100យន់ឯនោះអូនពិតជា អូនសម្លាញ់ផ្កានេះគឺយកមកពីក្រុមហ៊ុនទេមួយសេនក៏មិនអស់លុយដែរ បែបនេះទៅសំទេ អញ្ចឹងថ្ងៃក្រោយមានតែពឹងលើអូនទេ ឆ្លានថ្ងៃក្រោយចាំអូនជាអ្នកចាំបងអូនបាញ់លុយឲ្យបង200ទុកចៃសិននេះសយហើយគឺយឹតពេលឥឡូវហើយលោកប្តីបងកាន់សិនទេ អញមើលវិនយិនយើងឲ្យបានល្អបើសិនមានអ្នកណាធ្វើបាបនោះយើងនឹងចាត់ការមិនខានទេ ស្រេចថាប់ទីវិនយិននោះបើជាមកធ្វើការនៅក្រុមហ៊ុនលូស៊ឺទៅវិញ នាងឈ្គត់អី
ឯង មនុស្សគ្មានចំណេះដឹងគ្មានបទពិសោធន៍ដូចជានាងមិនស័ក្តិសមចូលក្រុមហ៊ុនលូស៊ឺទី អ្នកក៏ចេះឯកសារកម្រិតថ្មីអ្នកមកចេះឲ្យចោលទៅវិញ នាងក៏ធ្វើមិនបានល្អស្អីដែរគ្មានស្អីត្រូវទុកទីនាង ឆ្លោះគ្នាស្អីនឹងចាត់ទុកទីនេះជាផ្សារលក់ត្រីទេ វិនយិនមកធ្វើការថ្ងៃដំបូងក៏យឺននាងធ្វើការមិនបានល្អនាងនៅមកមានរឿងជាមួយប្រធានទី មិនធានវ៉ាំងគឺវិនលីលីងជំនះឲ្យការងាររបស់ខ្ញុំមុនទីណាមុនមកកាច់ខ្ញុំទី មែនទេក្រុមហ៊ុនមានច្បាប់បើសិនជាខុសច្បាប់មែនអាចកាត់លុយតាមច្បាប់បាន យើងគឺជាអនាគតអ្នកស្រីលូអាចច្បាប់អស់នោះយើងចង់កែពេលណាក៏បានដែរ បច្ចុប្បន្នលឺមកថានាយកលូគាត់ពិតជារៀបការមែនមិនស្មានថាវិនលីលីសោះនឹងមិនទុកអ្នកណាក្នុងផ្នែកបានឆាប់សុំទោសគេភ្លាមទៅ ប្រធានវ៉ាំងគឺវិនលីលីងជំនះឲ្យការងាររបស់ខ្ញុំមុនទីស្មាងអីឲ្យខ្ញុំសុំទោសនាងនោះ យើងប្រាប់ឲ្យសុំទោសក៏សុំទោសទៅនឹងនិយាយច្រើន ប្រ ម្ល៉េះ ធានវាំងវិនយិនទៅតែចូលមកធ្វើការទីតែបើជាមិនស្ដាប់សម្ដីលោកថាមិនត្រូវថ្ងៃក្រោយវាអាចទៅជន់ក្បាលលោកកថាបាន យើងសួរនាងជាលើកចុងក្រោយនាងសុំទោសគេឬ យើង ក៏អ ឲ្យ ត់ ឯងលោកជង្គង់សុំទោសយើងមិនចឹងឯងនឹងត្រូវដេញក្បាលចេញពីទីនេះ ខ្ញុំមិនបានខកអីហើយចាំក៏មិនសុំទោសដែរ មកតែនាងឯងប៉ាជាមានគំរូល្អមែនឆាប់ដេញក្បាលវាចេញទៅ វិនយិននឹងឯងប្រធានវងខ្ញុំមានរឿងគ្រាយកាយលោកអាខ្វះឯងមិនឃើញយើងកំពុងតែរវល់ទេចាញ់ទៅតែរឿងនេះវាសំខាន់ណាស់វាសំខាន់ប៉ុណ្ណាទៅលេខាមូបានតម្លាក់មកជាមកអ្នកណាធ្វើបាបអ្នកស្រីអ្នកនោះនឹងងាប់វេទនាមិនខានទេនេះយើងមិនកំពុងបញ្ចេញកំហឹងឲ្យអ្នកស្រីទេយើងនៅនឹងក្បាលនឹងវិនយិននោះចាំខានទេខុសហើយវិនយិនទើបជាអ្នកស្រីថាម៉េចសៀវលូនេះគឺជាប្រពន្ធជាមួយកូនខ្ញុំ វិនយិនទោះបីជានាងចូលនៅក្រុមហ៊ុនលូស៊ឺបានហើយតែយ៉ាងម៉េចយើងចង់ដេញក្បាលនាងពេលណាក៏បានដែរអញ្ចឹងមួយជីវិតនេះនាងត្រូវយើងជន់ក្បាលរហូតហើយ វិនលីលីងយើងបានចេញពីគ្រួសារវិនហើយហេតុអីបានជានាងតាមរករឿងយើងរហូតនឹង គឺជានាងឯងជាអ្នកមានរឿងជាមួយយើងគឺឯងអ្នកដានគ្រប់យ៉ាងរបស់យើងគឺនាងឯងជាអ្នកបំផ្លាញជីវិតយើង យើងតែនរណាគ្រប់យ៉ាងរបស់វាតាំងពីពេលណាទេវិនលីលីនេះវាបែកខ្លាំងទេអី ដឹងខ្លួនហើយក៏ឆាប់ទៅខ្លួនឯងទៅ បានលឺហើយនឹងឆាប់បោកក្បាលទេ យើងនិយាយនោះគឺនាងនៅរស់ឯងទេ គឺយើងនេះនាយកវាំងនេះលោកច្រឡំតិចដឹងអ្នកដែលត្រូវបាត់ក្បាលពីទីនេះគឺវិនយិនទេមិនមែនយើង យើងឲ្យនាងចេញនឹងក៏ចេញទៅក្រុមហ៊ុនលូស៊ឺមិនត្រូវការបុគ្គលិកដែលឆាប់ដូចនេះទេ ឯងដែរទីយើងគឺជាអ្នកស្រីលូអាចមានរឿងជាមួយយើងគឺគ្មានលទ្ធផលល្អស្អីទេ មែនណាហើយយោយើងខ្លាចងាប់ហើយ មកតែអរិយាប័ត្រប្រធាននេះគឺពិតជាបដូរលឿនមែន ឯងចាំតែមើលទេយើងនឹងឲ្យនាយកលូដេញក្បាលឯងចេញ ឆាប់ទៅនាងចង់ឲ្យយើងហៅនាយកលូមកឲ្យនាងដែរទេវិនយិននាងធ្វើការនៅទីនេះឲ្យសប្បាយចិត្តចុះបើសិនជាមានអ្នកណាមកធ្វើបាបនាងនោះនាងប្រាប់ខ្ញុំមកចុះ អរគុណលោកប្រធាន វិនយិនគួយចុះមកចាំខ្ញុំទៅចាក់កាហ្វេឲ្យ មិនចាំបាច់ទេអរគុណខ្ញុំអាចធ្វើខ្លួនឯងបានមកតែបុគ្គលិកនៅទីនេះគឺពិតជាល្អមែនគាត់ធ្វើឲ្យខ្ញុំមានការសប្បាយទៅហើយមុននេះខ្ញុំដូចជាបានឃើញលូឈីងចឹងខ្ញុំប្រកាសជាសម័យហើយតែមិនអាចនៅទីនេះទេ នាយកលូរឿងលោកជាមួយអ្នកស្រីនិយាយគ្នាឲ្យដឹងរឿងឲ្យច្បាស់ទៅមិនបាច់មកធ្វើលឹបលោដូចជាចោលចង់ទេនាយកលូរឿងដែលលោកឲ្យខ្ញុំទៅស៊ើបនោះគឺខ្ញុំស៊ើបមកបានហើយនាយកលូអ្នកស្រីពិតជាកំសត់ណាស់គាត់ត្រូវវិនលីលីនឹងស្អីនោះប្រើល្បិចគ្រប់យ៉ាងដើម្បីដេញគាត់ចេញពីផ្ទះរៀនក៏មិនចាប់ផងពិតជាពិបាកស្មានណាស់ថាកន្លងមកគាត់ឆ្លងកាត់ដោយរបៀបណាទេរឿង6ឆ្នាំមុនទៅស៊ើបមកបានហើយនៅនាយកលូទៅពេលឲ្យខ្ញុំតិចទៀតខ្ញុំនឹងខំប្រឹងមួយថ្ងៃបានខ្ញុំនឹងទៅភ្លាមឈប់សិនឯងទៅនាំវិនលីលីនោះចូលមកបាន វិនយិនឯងជាអ្នកបំផ្លាញជីវិតយើងគ្មានថ្ងៃដោះលែងនាងឯងទេ នៅនឹងវិនចាំតិចសិន លេខាមូមិនបានជាលោកឬមួយក៏ នាយកលូចង់ជួបនាង នេះនាយកលូចង់រកយើងនិយាយរឿងរៀបការផលប្រយោជន៍នោះឯង គឺមានតែយើងទេដែលសាកសមធ្វើជាអ្នកស្រីលូនោះវិនយិនអើយវិនយិននាងឯងត្រូវកំណត់ឲ្យយើងជន់ក្បាលហើយនាយកលូលោករកខ្ញុំឯងគឺអរហាមឯងនេះឯងពិតជាមិនស្គាល់ខ្ពស់ទៀតមែននេះគឺជាបន្ទប់ធ្វើការរបស់នាយកលូមិនមែនជាទីកន្លែងដែលឯងមិននៅបាននោះទេ មែនទេ លេខាមូនេះលោកធ្វើការជាលេខាយ៉ាងម៉េចហ្នឹងលោកមកជាឲ្យអថោកទាបនោះមកនៅក្នុងបន្ទប់របស់លោកនាយកទៅវិញ នាយកលូ ថាម៉េចនាយកលូអី នេះគឺជានាយកក្រុមហ៊ុនលូស៊ឺរបស់ពួកយើងលូឈីងជើ មិនអាចទេនេះមិនអាចទេ នាងធ្វើបាបវិនយិនជាច្រើនដងនៅមុនបង្កាច់នាងដេញនាងចេញពីផ្ទះបញ្ជីនេះគូតែគិតហើយ ស្រេចថោកទាបវិនយិនមកជាទៅរៀបការជាមួយលូឈីនចឹងជាការយកច្រឡំលោកយកច្រឡំហើយខ្ញុំមិននឹងអាចធ្វើបាបបងស្រីទេ អញ្ចឹងផោះតាំងទាំងអស់នេះវាយ៉ាងម៉េចវិញទៅ នាយ
យុលូខ្ញុំខុសហើយសូមលោកចន្លោះកុំប្រកាន់ជាមួយខ្ញុំអីលើកលែងតោឲ្យខ្ញុំផងទេ លើកលែងឲ្យនាងហ៎កាលពីឆ្នាំនោះវិនយានគេអង្វរនេះនៅកណ្ដាលប្រលធ្លាក់នាងមានលើកលែងឲ្យគេទេ នាយុលូខ្ញុំដឹងខុសហើយខ្ញុំលែងហ៊ានធ្វើទៀតហើយ វិនលីលីបាត់ការងារវាចោលទាំងអស់ទៅ នាយុលូខ្ញុំខុសហើយកាលពីឆ្នាំនោះខ្ញុំយកអាកូននោះទិញខ្ញុំក៏មានផលលំបាករបស់ខ្ញុំដែរ កូនណាកូនអីទៅ មកតែលោកឈិញចឹងមិនទាន់ដឹងទេថាកាលពីឆ្នាំនោះយើងគឺជាអ្នកយកកូនប្រុសវិនយានទៅຕົកនៅពីមុខផ្ទះវានោះកាលពីឆ្នាំនោះគ្រូសាវិនមានបញ្ហារៀងលុយខ្ញុំមានតែយកស៊ីវ័យទៅចិញ្ចឹមសិនទេហេតុនេះបានជាលំបាកនោះក៏បានឲ្យបងស្រីមកលំបាកនៅខាងក្រៅ នាងនៅនិយាយកុហកទៀតចាប់ពីពេលនេះទៅឲ្យគ្រូសាវិនរលាឲ្យខ្ទេចអស់ទៅ អត់ទេនាយុលូ យើងប្រមាននាងបើសិនជាវិនយានដឹងពីសមាជិកពិតយើងនោះនាងឯងនឹងកាន់តែវេទនាមិនខានទេចាទៅ នាយុលូខ្ញុំពិតជាដឹងខុសហើយនាយុលូឡើងយើងឡើងអញនាយុលូអ្នកដែលគូបានដេកជាមួយលោកឈីងចឹងកាលពី7ឆ្នាំមុននោះគូតែជាយើងទីវិនយានអ្នកដណ្ដើមគ្រប់យ៉ាងចេញពីយើងទីធ្វើឲ្យយើងដូចក្លិនរុងនៅមានស៊ីវ័យទីនៅធ្វើឲ្យយើងរលាយគ្រប់យ៉ាងមីស្រីពឹសពុលអ្នកដណ្ដើមគ្រប់យ៉ាងចេញពីយើងនឹងឲ្យឯងរស់មិនស្មើស្លាប់យើងគឺមិនអាចឲ្យឯងរស់នៅបានសុខនោះទីយ៉ាងខ្លួនបានដណ្ដើមរបស់ស្អីពីនាងទីគ្រប់យ៉ាងនាងធ្វើខ្លួនឯងទីលទ្ធផលយើងធ្វើខ្លួនឯងនាងឯងទីដែលបានលទ្ធផលធ្វើខ្លួនឯងនោះឲ្យនាងឯងមកឆ្លាញ់នាងឯងក៏ត្រូវស្លាប់កូនប្រុសនាងឯងក៏ត្រូវងំសួស្ដីខ្ញុំចង់រកលីនយានឈីងសួស្ដីនាងរកបងយានឈីងមានការនាងគឺជាបែបបង្កើតកូនឲ្យខ្ញុំការឆ្នាំនោះខ្ញុំមានការចង់សួរនាងទីបងយានឈីងមានគេមករកបងកាលពី6ឆ្នាំមុនខ្ញុំមានផ្ទៃពោះមានកូនភ្លោះនាងជាឈ្មោះបង្កើតកូនឲ្យខ្ញុំ6ឆ្នាំមុនរឿងវាយូរពេកមានរឿងខ្លះចាំលែងបានហើយនាងជួយរកនឹងតិចទេខ្ញុំសំវត្តនាងប្រាប់ខ្ញុំមើលកូនប្រុសខ្ញុំគេមិនទាន់ស្លាប់ទេមែនទេខ្ញុំចាំបានហើយកាលពី6ឆ្នាំមុនខ្ញុំពិតជាធ្វើឈ្មោះបង្កើតកូនប្រុសស្រីមួយមែនមិនចាកូនប្រុសខ្ញុំនោះគេនៅមានជីវិតទេមែនទេអ្នកនាងខ្ញុំយល់ពីអារម្មណ៍នាងប៉ុន្តែកាលពីឆ្នាំនោះកូននាងកាត់មកលែងមានដង្ហើមទៅហើយបើសិនជានាងមិនជឿទេនាងអាចទៅមើលប្រវត្តិកាលពីឆ្នាំនោះបានខ្ញុំមានការរវល់ខ្ញុំទៅសិនហើយណាមិនមែនខ្ញុំមិនចង់ជួយនាងទេប៉ុន្តែខ្ញុំយកលុយគេហើយត្រូវតែធ្វើការឲ្យគេដើម្បីកុំឲ្យមានបញ្ហាយើងត្រូវតែឲ្យនាងស្លាប់ចិន មានរឿងអីធ្វើឲ្យនាយកគូតបប្រមាថយ៉ាងនេះទៅមិនបានចាញ់មកអញ្ចឹងមកជួយដោះស្រាយចម្ងល់ឯងមើលទៅឯងប្រកាសជាមានចំណាប់អារម្មណ៍មិនខានទេនេះវិនយាននាងខូចឈ្មោះគឺពិតជាមកពីយើងមែនកាលពី6ឆ្នាំមុនវីលៃលៃគេបានយកឈ្មោះឯងទៅមូលបង្កើតជាមួយប្រុសផ្សេងទាំងអស់គ្នាប្រកាសជាដឹងថាឯងគឺជាអ្នកបញ្ជាមិនខានទេរឿងនោះវាផ្សព្វផ្សាយលឿនណាស់រឿងនោះវាប៉ះពាល់ដល់វិនយានខ្លាំងណាស់មិនដឹងថាពេលនោះនាងលំបាកយ៉ាងណាទេឲ្យតែវិនលីលីចេញសំទោសដើម្បីភាពស្អាតស្អំវិញមកឲ្យវិនលីលីនោះចេញមកសំទោសរឿងយើងក៏បែកធ្លាយដែរបែបនោះនាងមិនកាន់តែស្ដាប់យើងថៃទេអញ្ចឹងគិតយ៉ាងម៉េចទៅក៏មិនអាចឲ្យនាងយល់ច្រឡំនឹងឯងរហូតដែរគឺមានតែរកឱកាសល្អបកស្រាយប្រាប់នាងទេថាម៉េចខ្ញុំទៅដល់ហើយហើយ ប៉ានៅទីបំផុតប៉ាមកហើយ នាយកលាវរំខានលោកហើយមិនអីទេតោះពួកយើងទៅផ្ទះទៅ ក៏មិនបានឃើញម៉ាមីមកទទួលពួកយើងក៏មិនសូវអ្នកគ្រូថាមានរឿងអីនោះទេម៉ាមីពួកយើងត្រឡប់មកវិញហើយម៉ាមីពួកយើងមិនទាន់ត្រឡប់មកវិញទេអីប៉ាពួកយើងត្រឡប់ម៉ាមីទេ ពួកគាត់ទាំងពីរនៅផ្ទះឲ្យល្អចាំប៉ាមកវិញណាប៉ាមកវិញឥឡូវហើយ ម៉ាមីមកវិញហើយ វិនយាន ម៉ាមីឆាប់ដឹងខ្លួនឡើងម៉ាមីកុំទុកម៉ូចាំម្នាក់ឯងអី កូនកុំបារម្ភអីម៉ាក់កូនគឺក្តៅខ្លួនខ្លាំងពេកនាងនៅស្លាប់នៅឡើយទេ ម៉ាមីប្រកាសជាមានរឿងអីខូចចិត្តហើយបានតែជាអញ្ចឹងនោះនិយាយទៅប៉ាបានតែធ្វើអីឲ្យម៉ាមីខាងមែនទេ ឬមួយក៏វិនយាននាងដឹងរឿងនោះហើយ នោះក៏គ្មានពាក្យប៉ុនអីជាមួយប៉ាកូនទីខ្ញុំមិនបានប្រាប់ឈិនចឹងពីរឿងកូនទីបើគេដឹងនោះតើគេបន្ទុកខ្ញុំឬអត់ម៉ាមីយ៉ាងម៉េចទៅហើយម៉ាមីបំផាយខ្ញុំសងស្លាប់ទៅហើយសុំទៅផងកូនសម្លាញ់ម៉ាក់ធ្វើឲ្យពួកកូនបារម្ភហើយ វិនយាននាងសោះក៏ក្រៅជាមួយខ្ញុំយ៉ាងនេះមើលទៅនាងប្រកាសជាដឹងរឿងនោះហើយខ្ញុំត្រូវតែនិយាយរឿងនេះឲ្យនាងបានឆាប់ដឹងដើម្បីដោះស្រាយបញ្ហាស៊ឺឈិនមូមូពួកកូនឆាប់ទៅរកបបមកឲ្យម៉ាក់កូនមកប៉ាមានរឿងចង់និយាយជាមួយម៉ាក់ទេ បងអូនស្រីតាពួកយើងទេប្រយ័ត្នផងណាកូន អូនសម្លាញ់បងដឹងថាអូនខឹងរឿងទាំងអស់ជាកំហុសរបស់បងមិនគួរលាក់បាំងសមាជិកជាមួយអូនទេ បងមានសមាជិកអី នេះវិនយាននាងនៅមិនទាន់ដឹងពីសមាជិករបស់ខ្ញុំទេតាមពិតបងជាលូឈៀនចឹង
ថាម៉េច លេខារបស់គេ តាមការពិនបងគឺជាលេខារបស់គេសឹងអញ្ចឹងតែបានជាបងជួយនិយាយឲ្យគេរហូតនោះប៉ុន្តែបងមិនបានជាបានប្រាប់អូនបែបនេះអញ្ចឹង អូនសម្លាញ់បងឃើញអូនស្អប់លួចឈានចាស់យ៉ាងនេះបងខ្លាចប្រាប់អូនទៅអូនរត់ចោលបង មិនដល់ថ្នាក់នឹងទីអូនក៏មិនអាចបាត់បង់ការងារដែរ បងស្មានតែអូនខឹងបងរឿងនេះតែអូនសម្លាញ់អូនមានរឿងអីទៅមិនបានជាអូនខូចចិត្តយ៉ាងនេះ លោកប្តីអូនមានរឿងចង់ប្រាប់បងអូនសង្ឃឹមថាបងស្ដាប់អូនហើយបងកុំខឹងនឹងអូនអី បងគឺមិនអាចខឹងទេអូននិយាយមក តាមការពិនកាលឆ្នាំនោះអូនគឺបានបបោះកូនភ្លុកប្រុសស្រី2នាក់ប៉ុន្តែកូនប្រុសរបស់អូននោះបានតបពីគេកាត់មកគេលែងមានដង្ហើមទៅហើយអូនសង្ឃឹមថាកូនប្រុសអូនគេនៅមានជីវិតនៅឡើយទេ អូនសម្លាញ់មិនបានជាកាលពីមុនអូនមិនប្រាប់រឿងនេះដល់បងចឹងបងមិនចង់ឲ្យអូនទ្រាំជាមួយរឿងនេះតែម្នាក់ឯងទេ អូនខ្លាចថាអូនប្រាប់បងទេបងគិតថាអូនល្អជាមួយស៊ឺឈិនគឺតុកគេជំនួសកូនអូនម្នាក់នោះ មិនអាចទេស៊ឺឈិនគេជាកូនរបស់អូនថ្ងៃក្រោយគ្រួសារពួកយើងទាំង4នាក់នៅជាមួយគ្នាឲ្យបានសុខ បងស្រីសួរវាយកុំយំអីបងស្រីនាំអញទៅនៅផ្ទះធំជាងនេះហ្នឹងវិនយានយើងគ្មានថ្ងៃដោះលែងនឹងឯងទេ អូយស្រីចង្រៃយើងពិតជាត្រូវនឹងធ្វើឲ្យយើងសយមែន មិនមែនខ្ញុំទេគឺពិតជាមិនមែនខ្ញុំមែន ក្រែងនេះចង់ស៊ីបាយណាស់មិនចឹងឲ្យនឹងឯងស៊ីបាយស៊ីចាយទៅស៊ីទៅស្រីហេងសយលើក្រោយកុំឲ្យយើងជប់នឹងឯងម្ដងទៀតហុយ អ្នកគ្រូលីតើផឹកកាហ្វេជាមួយគ្នាទេអរគុណអ្នកគ្រូលីខ្ញុំដឹងថានាងចេញពីសាលាទេជីវិតនាងពិតជាវេទនាណាស់ពួកយើងក៏អញ្ចឹងដែរនាងជាមួយនឹងសៀវវិញគ្រប់យ៉ាងមកពីវិញ្ញាណទាំងអស់បើសិនជានាងចង់ឲ្យវាលំបាកវេទនានោះខ្ញុំគឺអាចជួយនាងបានយើងប្រែខ្លះជាបែបនេះគឺមកពីវាយើងគ្មានថ្ងៃដោះលែងវាទេរបស់នៅក្នុងនេះគឺអាចជួយនាងបានវិញ្ញាណនាងឯងមកផ្លាញ់យើងក៏នឹងទៀមទាត្រឡប់មកវិញទាំងអង្គប៉ាប៉ានិងម៉ាមីក៏ប្រតញ្ញាគ្នាមែនទេប៉ាប៉ាឆាប់បញ្ចុកម៉ាមីភ្លាមទេនេះប៉ាប៉ាធ្វើជាប្តីគេយ៉ាងម៉េចនឹងណាតកូនម៉ាក់គួរឲ្យស្រឡាញ់មិនដូចជាប៉ារបស់កូនទេ បងក៏ស្រឡាញ់អូនដែរណាមកញ៉ាំមកបងមក អ្នកជំងឺបន្ទប់លេខ5វិញ្ញាណអាចចេញពីមន្ទីរពេទ្យបានហើយបងពេទ្យបងធ្វើការលំបាកហើយបងទៅផ្ទះជាមួយខ្ញុំទៅចាំបង លូស៊ីឈិននេះកូនរបស់ខ្នងហើយហ៎ នេះកូនទៅរៀនមកពីណាទេគេរៀនមកពីប៉ាប៉ាហ្នឹងហើយ ហេអូនស្រឡាញ់បងគឺគ្មានទេបងមិននឹងអាចទៅធ្វើប្រែប្រាបានទៅបងសុំស្មាត់ លោកប្តីអូនស្អប់អ្នកដែលកុហកអូនជាងគេជាពិសេសនោះគឺអ្នកដែលនៅក្បែរខ្លួនអូន ចុះបានតែផ្សេងមកកុហកអូនគិតយ៉ាងម៉េចទៅ អូនគឺគ្មានថ្ងៃលើកលែងឲ្យគេទេអូនស្អប់មនុស្សកុហកជាងគេហើយប៉ាប៉ាម៉ាមីអ្នកទាំងពីរកំពុងតែនិយាយគ្នាពីអីហ្នឹងខ្ញុំស្ដាប់មិនយល់នោះទេ មិនអីទេតោះពួកយើងទៅផ្ទះវិញបានហើយ ញ៉ាំមួយទៅកូននេះនៅមានផ្លែសកាអ្នកទីន វិញ្ញាណនឹងនិយាយថាបើសិនជាអ្នកណាកុហកនាងនឹងគ្មានថ្ងៃលើកលែងគេទេបើសិនជានឹងដឹងពីសមាជិកភាពយើងនោះតើគិតយ៉ាងម៉េចទៅ សមាជិកអីទេលោកប្តីបងកំពុងតែខ្លាចអីទេសមាជិកដែលបងនិយាយនោះគឺបានន័យថាម៉េច គ្មានអីទេអូនស្រឡាញ់បងនិយាយនោះគឺសមាជិកភាពរបស់នាយកបងគាត់ខ្លាចអ្នកផ្សេងដឹងពីសមាជិកភាពគាត់ហើយមានគំនិតមិនល្អចឹងហើយបានជាគេលាក់បាំងសមាជិកភាពខ្លួនឯងនោះ អូនគិតថាវាមិនចាំបាច់ទេមិនគ្រប់គ្នាសុទ្ធតែមានអំណាចបែបនេះទេ យិនគឺដល់ពេលបងសារភាពរឿងសមាជិកភាពបងជាមួយអូនហើយហើយនិយាយមកមានការអីបានចេះតែឲ្យយើងបញ្ញាប់បែបនេះដាក់ជើងចុះយើងសម្រេចចិត្តបានហើយយើងនឹងសារភាពប្រាប់ការពិតដល់វិញ្ញាណទីបំផុតឯងគិតឃើញហើយនិយាយមកឯងចង់ឲ្យយើងជួយអីយើងជាមួយវិញ្ញាណគ្រាន់តែជួយតាសវលសាមញ្ញទេគ្មានមង្គលការសំរុំអីទេអញ្ចឹងហើយយើងសម្រេចចិត្តថានឹងធ្វើមង្គលការយ៉ាងអធិកអធមមួយឲ្យនាងបានរឿងនេះទុកចិត្តលើយើងចុះ អ្នកនាងវិនខានជួបគ្នាយូរហើយអ្នកគ្រូលីមិនបានជានាងនៅទីនេះប្រកាសជាមានរឿងរ៉ាវដែលចង់ប្រាប់នាងហើយពាក់ព័ន្ធជាមួយប្តីរបស់នាងលូឈីនចឹងនាងមិនចាប់អារម្មណ៍ទេអីអ្នកគ្រូលីនាងនិយាយទៅថាមានការអីយើងគ្រាន់តែចង់ប្រាប់នាងថា
ឲ្យប្រយ័ត្នជាមួយប្តីរបស់នាងតិចទេបើសិនជានាងគ្រាន់តែមកចាក់រពួកយើងនោះអញ្ចឹងយើងទៅសិនហើយគឺប្តីរបស់នាងគឺជានាយកក្រុមហ៊ុនលូស៊ឺលូឈីងចឹងគឺជាអ្នកបំផ្លាញគេឈ្មោះនាងកាលពី6ឆ្នាំមុនដែរនោះក៏មិនអាចទេនាងក៏មកចង់ចាក់រពួកយើងឯសោះបើសិនជានាងមិនជឿទីនោះផតតាំងគឺមាននៅក្នុងនេះហើយនាងមិនហ៊ានមើលទេមែនទេវិញ្ញាណអើយវិញ្ញាណនាងគឺពិតជាល្ងងមែននាងត្រូវគេបង្វិលក្បាលហើយនៅតែមិនដឹងខ្លួនទៀតនាងក៏មិនអាចទេគឺជាការពិតឬអន់នាងទៅមើលក្នុងបន្ទប់លោកនាយកទៅគឺដឹងហើយយើងក៏នឹងប្រាប់នាងម្ដងមួយវិញ្ញាណគឺនាងឯងជាអ្នកបំផ្លាញយើងក៏នឹងឲ្យនាងឯងនៅមិនសុខដូចគ្នាដែរណានាងវិនមិនបានចេញនឹងមកទីនេះអញ្ចឹងខ្ញុំរកនាយកលូហានាយកលូក៏រវល់ណាស់ត្រូវការណាត់ទុកមុនខ្ញុំមិនទៅរំខានគេទេខ្ញុំទៅមកគេទៅរំខានធ្វើបែបនេះពិបាកខ្ញុំណាលោកចាញ់ទេលោកនាយកខ្ញុំខត់គាត់មិនជាប់ទេលោកឈីនចឹងលោកបជាដាក់ឈ្មោះបានល្អមែនអូនសម្លាញ់បងគ្មានទេបងលេខនាយកនៅផ្ទះបងប្អូននាយកមិនបានប្រាក់ខែឲ្យលោកបជាបង្កាត់លេខបានល្អមែនបងថ្លៃបងយល់ច្រឡំជាមួយឈិនចៅហើយគេមិនមែនបានអីចឹងទេសឿយៀនអាយចាញ់សិនទេអូនសម្លាញ់អូនស្ដាប់បងនិយាយសិនរឿងវាមិនមែនចឹងទេទៅបាច់ខ្ញុំគ្មានលុយប៉ុន្តែខ្ញុំមានកិត្តិយសខ្ញុំមិនចង់ត្រូវគេកាត់ពេលខ្លួនខ្ញុំដូចជាចៅនោះទេអូនសម្លាញ់បងពិតជាមិនបានគិតចឹងមែនខ្ញុំអាចទទួលយកលោកគ្មានលុយបានប៉ុន្តែខ្ញុំមិនអាចទទួលយកលោកពេលកុហកខ្ញុំបានទេអូនសម្លាញ់រឿងទាំងអស់គឺបងជាអ្នកខុសពិតមែនបងទទួលកំហុសអូនលើកលែងបងម្ដងទេអូនមើលលើកូនតួអាកាសឲ្យបងម្ដងទេលោកនៅមានមុខមករំលឹករឿងកូនទៀន6ឆ្នាំមុនលោកជាអ្នកបានមកបង្កើតខ្ញុំថាទៅផ្ដេសផ្ដាស់ជាមួយគេណាមកឲ្យមុំត្រូវគេចេញម្នាក់ទៀនរឿងនោះជាការយល់ច្រឡំទេបងមិនបានដឹងរឿងនោះទេនៅថ្ងៃនេះចិត្តថ្ងៃកំណត់លោកខ្ញុំគិតថាយកវាមកជូនលោកប៉ុន្តែមើលទៅពេលនេះនាយកគូច្បាស់ជាមើលមិនចូលនោះទេយ៉ងពួកយើងទៅលេងគ្នាទេចង់ងប់កុំអំពលទុកដល់គេវិញ្ញាណនេះគ្រាន់តែជាការចាប់ផ្ដើមទេនាងក៏ទទួលយកវាទេណាពេលដែលម៉ាមីបានឃើញហើយគាត់ប្រកាសជាសប្បាយចិត្តមិនខានទេម៉ាមីត្រឡប់មកវិញហើយអីម៉ាមីមកវិញហើយម៉ាមីមិនបានជាខារបស់ម៉ាមីប្រឡាក់យ៉ាងនេះអញ្ចឹងម៉ាមីយ៉ាងម៉េចហ្នឹងសើឈិនកូនប្រាប់ម៉ាក់ម៉ងប៉ារបស់កូនគឺជានាយកក្រុមហ៊ុនលូស៊ឺតាមែនទេកូនចាប់ហើយពេលនេះប៉ាគាត់ឈើបាយការហើយម៉ាមីប៉ាកុហកម៉ាមីនោះគាត់ជាអ្នកខុសអញ្ចឹងឲ្យគាត់នៅឲ្យក្រុមហ៊ុននឹងទេពួកយើងឡើងចង់បានគេហើយបានប្រឹងនេះប៉ាគឺជានាយកលូដែលមានលុយច្រើននោះមែនទេក្រុមហ៊ុនលូស៊ឺគឺជារបស់គ្រួសារបងមែនប៉ុន្តែប៉ាលក្ខណៈខ្លួនឯងហើយកុហកម៉ាមីទៀតនោះគាត់គឺមិនត្រូវទេម៉ាមីតើពួកយើងត្រូវតែចេញមែនទេម៉ូម៉ាក់ជាមួយនឹងប៉ាកូនលេងគ្នាហើយពេលនេះទេពួកយើងមិនអាចរស់នៅទីនេះបានទេម៉ាមីទោះបីជាលេងគ្នាមែនក៏ប៉ាជាអ្នកចេញដែរម៉ាមីនៅទីនេះហើយចាំខ្ញុំរៀបចំវេលាដេញគាត់ចេញអូនសម្លាញ់ពួកយើងកុំលេងលាក់គ្នាអីបងដឹងខុសហើយបងពិតជាដឹងខុសមែនអូនសម្លាញ់ម៉ាមីគាត់មិនរើចេញទេនេះគឺជាវេលារបស់ប៉ារបស់ប៉ាម៉ាក់ក៏បារម្ភអីថ្ងៃក្រោយខ្ញុំនឹងដូរឈ្មោះដាក់វិនស៊ីឈិនវិញថ្ងៃក្រោយខ្ញុំមានម៉ាក់តែម្នាក់ទេគ្មានប៉ាទេលូស៊ីឈិនកូនមនុស្សប្រុសនៅលើលោកនេះមានច្រើនណាស់បើមិនកើតទេពួកយើងដូររាល់ថ្ងៃទេដូររាល់ថ្ងៃហ៎លូស៊ីឈិននេះកូនរបស់ខ្នងចេញទៅមិនបាច់នៅទេចេញទេលូស៊ីឈិនកូនធ្វើអីលូស៊ីឈិនកូនចង់ត្រូវហ៎អូនសម្លាញ់អូនបើកទ្វារបងបានទេបងខុសហើយអូនសម្លាញ់អូនបើកទ្វារបងបានទេបងដឹងខុសហើយម៉ាមីពួកយើងកុំរវល់ជាមួយគាត់អីអូនសម្លាញ់បើកទ្វារស្ដាប់បងនិយាយសិនទៅមិនស្ដាប់ទេមនុស្សមិនល្អអូនសម្លាញ់បងដឹងខុសហើយទុកឱកាសឲ្យបងម្ដងទៅប្រកាសឲ្យគេដឹងទៅថាវិញ្ញាណនាងជាប្រពន្ធរបស់យើងនៅមានទានរឿងយើងបានបែកធ្លាយហើយប្រកាសជាពាក់ព័ន្ធនឹងវិនលីនេះមិនអាចដោះលែងនាងនោះបានទេវិញ្ញាណបងគ្មានថ្ងៃលេងជាមួយអូនទេគ្មានអ្នកណាអាចបំបីពួកយើងបានឡើយអូនសម្លាញ់បើកទ្វារបងតិចមកអូនសម្លាញ់ម៉ាស៊ីវៃម៉ាញ៉ាមីណាកូនខ្ញុំចង់ញ៉ាំសាច់កុំមកទាច្រើនពេកចាំស្អែកចាំញ៉ាំល្អដែរទីអត់ទេខ្ញុំចង់ញ៉ាំនៅពេលនេះយើងប្រាប់ឯងហើយថាស្អែកនឹងមានសាច់ស៊ីហើយឯងស្ដាប់មិនបានទេអីខ្ញុំលែងរវល់ជាមួយបងស្រីទៀតហើយយើងបានធ្វើតាមផែនការនាងហើយបន្តមកទៀតមានផែនការអីទៀតទេអញ្ចឹងក៏រំចានវាបន្តិចទៀតទេ
យើងចង់ឲ្យវិញ្ញាណវិលែងគ្នាយើងចង់ឲ្យវាភ្លុករសជាតិដែលគ្មានអីទាំងអស់ នាយកលូពេលនេះអ្នកនៅទីនេះទាំងអស់សុទ្ធតែបានដឹងពីសមត្ថភាពរបស់អ្នកស្រីហើយល្អទៅកោបាច់ផ្កាមួយបាច់មកបាទទុកចិត្តលើខ្ញុំចុះ លោកឈិនចឹងឯងបាច់ចង់ឲ្យវិញ្ញាណវាល្បីយ៉ាងនេះហីអញ្ចឹងយើងក៏នឹងជួយវាឲ្យបានល្បីទៅចោះហ្នឹង អូមិនស្មានថាវិញ្ញាណនោះមានជីវិតប្រេះផ្ដាស់ចឹងសោះមែនហើយមនុស្សបែបនេះមិនសមធ្វើជាអ្នកស្រីលូតទេមែនហ្នឹងមិនដឹងថាវាទៅការជាមួយនាយកលូយ៉ាងម៉េចទេ វិញ្ញាណនេះហើយជាលទ្ធផលដែលនាងឯងមកធ្វើបាបយើង ម៉ាមីនៅខាងទៀតដែរទីង ម៉ាមីគ្មានអីដែលសុំមិនអាចដោះស្រាយបានទេបើសិនជាមានមែននោះអញ្ចឹងកញ្ញាពីពេលនេះទៅចាំខ្ញុំនេះគឺជាអ្នកចាញ់លុយ អាយ៉ាកូនសម្លាញ់កូនចង់ញ៉ាំអីដែរទីងកូនគឺចង់ញ៉ាំសាច់ គឺចង់ញ៉ាំសាច់មែនទេកូនចាបានសុឈិនកូនចង់ញ៉ាំអីខ្ញុំគឺចង់ញ៉ាំត្រីញ៉ាំត្រីមែនទេ បុកកលិញកំងមហុំ សុំទៅផងមើលមិនឃើញ អ្នកចង់ធ្វើអីហ្នឹង ចាត់ការស្រែកថោកទាបដូចជានាងអរិយាប័ត្រយើងនេះគឺគ្រាន់បើហើយ អ្នកកំពុងតែនិយាយល្ងងអី យ៉ាងម៉េចនាងហ៊ានធ្វើតែខ្លាចគេនិយាយអី ក៏មកធ្វើបាបម៉ាមីយើង យើងមិនបានធ្វើបាបម៉ែឯងទេរឿងម៉ែឯងនោះវាល្បីពេញនឹងហើយវាគឺជាស្រែកថោកទាបនោះនៅចង់តាក់តនយុលូទៀនយើងខ្ពើមណាស់ ម៉ាមីរបស់ជីមិនបានទៅតាក់តងប៉ាយើងទីងគឺពួកគាត់ទាំងពីរបានស្រឡាញ់គ្នាទីង នាងថោកជាមួយយើងចាត់ការនាងយ៉ាងម៉េច បងប្រាសុឆាន់បងប្រាំងមិនបានជាបងចាញ់ឈាមមកអញ្ចឹងសុឆាន់ នាយកលូអ្នកប្រុសតូចចូលមន្ទីរពេទ្យហើយថាម៉េច សាច់ញាតិសូមរងចាំនៅខាងក្រៅ គឺមកពីខ្ញុំម៉ាមីបងប្រាំងនៅមិនកាត់អីទេមែនទីង អូនសម្លាញ់អាណាស៊ឺឈិននោះ សុឆាន់គេកំពុងតែត្រូវវាកាន់ នេះអូនទៅជួបរឿងអីមកហ្នឹង លោកឈិនចឹងនៅពេលនេះលោកពេញចិត្តហើយហ្នឹង អូនបាន បើ តែ សិន ថា មិនមែនលោកប្រកាសពីសមត្ថភាពយើងហើយបើកកាយនឹងការពីមុនវាក៏មិនអាចមានរឿងបែបនេះដែរខ្ញុំមានកំណត់អីជាមួយលោកទេមិនបានជាលោកមកធ្វើបែបនេះដាក់ខ្ញុំនោះ អូនសម្លាញ់បងគ្រាន់តែចង់ឲ្យអូនខ្លាចជាអ្នកស្រីលូពិតប្រាកដទេរឿងនៅថ្ងៃនេះគ្រាន់តែជាការយល់ច្រឡំទេនាយកលូអ្នកស្រីរឿងនេះខ្ញុំចាត់ការមិនបានល្អខ្ញុំនឹងទៅស៊ើបមើលភ្លាមថាអ្នកណាជាអ្នកបង្ករឿងនោះអូនសម្លាញ់បងពិតជាស្រឡាញ់អូនណាអូនទុកឱកាសឲ្យបងម្ដងទៅ លោកឈិនចឹងខ្ញុំជប់ជឿសម្ដីលោកទៀតហើយម៉ាមីប៉ាគ្មានចេតនាទេម៉ាមីកុំខឹងអីល្អទេម៉ូគេមកពីម៉ាក់មិនល្អម៉ាក់តែមានកូនមុនរៀបការហើយក៏មិនដឹងថាប៉ាកូនគេគឺជានរណាទៀតនៅឲ្យកូនត្រូវគេមើងងាយទៀតគឺពិតជាម៉ាក់មិនល្អទេ អូនសម្លាញ់អូនកុំចាំងអីអូនកុំបន្ទោសខ្លួនឯងអី ម៉ាមីម៉ាមានប៉ាហើយបងប្រាំងក៏នឹងអាចជាវិញដែរ ប៉ាបង្កើតរបស់មូចាំបងជាអ្នករកឲ្យរឿងប្តេផ្ដាអូននោះចាំបងជាអ្នកបាត់ចោលរឿងទាំងអស់ចាំបងជាអ្នកចាត់ការអូនកុំគិតច្រើនអី នាយកលុងលោកមានអំណាចពីក្មេងប៉ុន្តែលោកអាចបាត់មាត់គ្រប់គ្នាបានទេហើយកាលពី7ឆ្នាំមុនក៏ជាលោកជាអ្នកបង្ករឿងឡើងមកដែរ មិនមែនបងទេ ពួកយើងលែងគ្នាទេពួកយើងពិតជាមិនសមគ្នាទេសើឆាន់គេជាក្មេងល្អខ្ញុំមិនស័ក្តិសមធ្វើជាម៉ាក់គេទេតែកូនខ្ញុំយ៉ាងម៉េចហើយក ូនគេបាត់ឈាមច្រើនត្រូវបញ្ចូលឈាមតែឈាមជាឈាមពិសេសគឺឈាមកម្រឈាមកម្រហ៎ អ្វីទៅក៏ជាឈាមកម្រិតនោះខ្ញុំមិនឈាមនោះបងឈាមរបស់ខ្ញុំទេ អញ្ចឹងនៅនឹងវិញនឹងជួយទៅពិនិត្យជាមួយគ្រូបន្តិចទៅ ប៉ាជាមួយនឹងម៉ាមីក៏ពិតជាត្រូវលែងគ្នាមែននេះ ហើយរឿងនោះគឺប៉ាជាអ្នកខុសមែនម៉ាក់កូនខឹងប៉ាក៏សមដែរតែកូនកុំបារម្ភអីប៉ានឹងមិនឲ្យកូនចាក់ចេញពីប៉ាទេ ប៉ាចាំខ្ញុំនឹងជួយប៉ានឹង កូនពិតជាល្អមែននាយកលូសើបានហើយគឺលីសៀជាអ្នកទិញសារគៀបផ្សព្វផ្សាយរឿងនោះមើលទៅការបដៅលើកនោះមិនតាន់គ្រប់ទេថាក់ក្បាលនឹងនោះចេញពីក្រុងទៅបានចូលទៅនាងនៅរੂឯងទៅផ្សព្វផ្សាយពីចចាំរាមធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអ្នកស្រីទោះជាកាត់ថ្ងៃជាង1លានចំណែកក៏វាមិនជ្រុលពេកដែរ លោកចង់ធ្វើស្អី ចាំពីពេលនេះទៅនាងងាប់ឯងកុំចូលក្រុងនេះមួយជំហានទេសោះ អត់ទេគឺវិនលីលីជាអ្នកបញ្ជាខ្ញុំឲ្យធ្វើទេ វិនលីលីនាងនោះក៏កិច្ចមិនផុតដែរអស់ក្បាលវាទៅ ឡើងទៅណាទៅ អូនសម្លាញ់ឈឺឬអន់ ចាប់ពីពេលនេះទៅខ្ញុំនឹងជាប្រពន្ធរបស់លោកទៀតហើយអា
ឯកសារលេងលៀននោះចាំខ្ញុំយកឲ្យលោកឆាប់សញ្ញាទេពេលនេះតទេពួកយ៉ាងគ្មានអីពាក់ព័ន្ធជាមួយគ្នាទៀតទេ បងស្លាប់ក៏មិនសញ្ញេដែរ មានអី អូនមិនអាចបងឈ្មោះឲ្យស៊ឺឈិនបានទេ ហេតុអីសតតែជាឈាមកម្ដៅដូចគ្នាទេមិនបានជាខ្ញុំបងមិន ព្រោះ បាន អីអូនជាម៉ារបស់ស៊ឺឈិន បងនិយាយថាម៉េចអូនគឺជាម៉ាក់មកការរបស់ស៊ឺឈិនឯង មិនខុសទេមនុស្សប្រុសកាលពី7ឆ្នាំមុនគឺជាបងស៊ឺឈិនគឺជាកូនប្រុសរបស់អូនហើយ ស៊ឺឈិនជាកូនអូនឯងប៉ុន្តែស៊ឺឈិនតើគិតយ៉ាងម៉េចទេ មុននេះខាងក្លែងគេបញ្ជូនឈាមកម្រមកការវះកាត់ពិតជាជោគជ័យណាស់ គឺពិតជាល្អណាស់កូនអូនលេងអីហើយ ឥឡូវនាយកលូលីសៀចាត់ការរួចហើយគឺនឹងវិនលីលីជាអ្នកបញ្ជាឲ្យកាលពីឆ្នាំនោះគឺវិនលីលីជាអ្នកយកអ្នកប្រុសមកទុកចោលនៅមាត់ទ្វារវាមុនបង្កាច់អ្នកស្រីទេឲ្យនឹងចាំសិទ្ធិវិនលីលីនោះវាជាប់គុកដល់ងាប់ទៅបាន ម៉ាមីគឺពិតជាល្អណាស់កូនម៉ាក់នៅមានជីវិតនៅឡើយទេ មិនបានជាម៉ាមីយំចឹងម៉ាមីកុំបារម្ភអីខ្ញុំលេងអីហើយ ម៉ាមីគឺជាម៉ាក់បង្កើតរបស់បងនេះ ប្អូនស្រីនេះអាចបានន័យថាយ៉ាងម៉េចនឹង កាលពី7ឆ្នាំមុនម៉ាក់បានពពោះកូនភ្លោះប្រុសស្រី2នាក់កូនគឺជាកូនប្រុសរបស់ម៉ាក់នេះ ម៉ាមីជាម៉ាក់បង្ការរបស់ខ្ញុំមីង ម៉ាក៏ចង់អោបដែរម៉ាកូនសម្លាញ់ ថ្ងៃក្រោយចាំបងជាអ្នកការពារអូន ពេលណាទៅប៉ាធ្វើមង្គលការប៉ាបើឲ្យម៉ាមីទិញខ្ញុំនៅចាំធ្វើជាអ្នកកម្មការនឹង អូនសម្លាញ់រឿងទាំងអស់គឺបងជាអ្នកខុសអូនយល់ព្រមរៀបការជាមួយបងដែរទេ អូនមិនយល់ព្រមទេ មិនបានជាអូនមិនព្រមអញ្ចឹង អូនមិនចង់រៀបការជាមួយមនុស្សកុហកអីហើយមាននរណាគេមកសុំរៀបការដោយតែទៅអញ្ចឹងនោះ អូនសម្លាញ់បងសុំស្បាត់បងនឹងមិនកុហកអូនទៀតឡើយលើកនេះបងសុំអូនរៀបការរៀងទាត់ហំទិញជៀនក៏មិនបានត្រៀមដែរតែអូនកុំបារម្ភអីថ្ងៃក្រោយណាបងនឹងទិញជៀនធំឲ្យអូន អូនក៏មិនចង់ចាញ់បាក់បងទេ អូនសម្លាញ់អូនជឿបងទៅជឿបងម្ដងទៅណា ម៉ាមីទុកឱកាសឲ្យប៉ាម្ដងទិញ ម៉ាមីលើកឡើងតឲ្យប៉ាម្ដងទៅបានទេមកលើកូនអូនក៏លើកឡើងឲ្យបងម្ដងចឹងប៉ុន្តែបើសិនជាបងមានលើកក្រោយទៀតនោះអូនប្រកាសជា គ្មានលើកក្រោយទេ ឡើងយើង ធ្វើរឿងអាក្រក់ឲ្យចង់រត់ដែរនឹងតែទិញក្បាលនឹងពេទ្យចោលមកសៀតនោះទៅបោកថាអ្នកប្រុសយើងស្លាប់ដេញអ្នកស្រីយើងចេញពីផ្ទះចង់សម្លាប់គាត់រឿងអស់នេះអាចឲ្យនឹងឆ្កែឯងជាប់គុកដល់ងាប់ដែរទេ បងស្រី ក្មេងតូចវាមិនមែនជាបងស្រីឯងទេវាជាម៉ែឯងទេបានត្រូវនោះ លោកគឺនិយាយផ្ដេសផ្ដាស់ទេ យើងនិយាយប្រេះណាម៉ែឯងគូតែដឹងច្បាស់ជាងគេហើយកាលពីឆ្នាំនោះវាបានទៅជួលមនុស្សឲ្យទៅបំផ្លាញភាពស្អាតស្អំរបស់អ្នកស្រីយើងតែបាបកម្មធ្លាក់លឿននាងឯងសំតែងាប់ហើយ វិញ្ញាណទេដែលសំងាប់នោះវាសម្អាងអីដែលបានគ្រប់យ៉ាងនោះ អ្នកស្រីយើងចិត្តល្អសំបីតែព្រះក៏ជួយអ្នកស្រីដែរបើមិនមែនមកពីនាងទេយើងមិននឹងអាចទៅចូលរួមមង្គលការនយោបាយបានទៅអូក្បាលវាទៅ ឡើងយើង តាមក បងថាណាអូនចង់មានតែកូនតូចកូនបងធំនេះក៏ឃ្លានដែរហើយ ចាប់បានចាំអូនមកចុកបងឲ្យប៉ាញ៉ាំមួយទេ ប៉ាខ្ញុំបាននិយាយហើយអ្នកណាក៏មិនអាចលួចញ៉ាំបានដែរ មិនឲ្យកូនញ៉ាំទេ សុភមង្គលល្អជាងគេគឺគ្រួសារមួយដែលជុំគ្នានៅលើលោកនេះធំណាស់សុភមង្គលតូចណាស់មិនតែទីឲ្យរាល់ថ្ងៃសុទ្ធតែជាថ្ងៃល្អទេសូមឲ្យរាល់ថ្ងៃមានសុខភាពល្អមានភាពកក់ក្ដៅបានចឹងអ្នក single គូតែរកគូទេ